ស៊ីជូថ្ងៃកំណត់របស់ឯងចិត្តមកដល់ហើយដល់ពេលដែលឯងចុះពីលើភ្នំហើយខ្ញុំឃើញថាឯងរៀនដល់កំពូលរីករាយណាស់ដែលបានជួបឯងដូច្នេះដល់ពេលដែលខ្ញុំត្រូវឲ្យឯងចុះពីលើភ្នំទៅបង្រៀនសិស្សរបស់ឯងបន្តទៀតហើយម្យ៉ាងវិញទៀតឯងក៏ដល់អាយុត្រូវរៀបការផងដែរតើនៅមានឱកាសអ្នកគ្រូកាសប៉ុតតែខ្ញុំមិនចង់ទៅទេតែខ្ញុំទៅរកមនុស្សម្នាក់នោះនៅឯណាទេក្នុងទៀនសាឡូនីស្កាឱកាសនេះនៅក្នុងសមុទ្រចិនខាងកើតគេអាចមានជីវិតដូចទីនេះនៅក្នុងពេលនោះយាយហួរខាងលងទៅឲ្យដល់ទៅនេះគឺជាមន្ត្រាបើឯងជួបមនុស្សដែលមានវាសនាវេទមន្តរបស់មន្ត្រានឹងបញ្ចេញអនុភាពឡើងដោយខ្លួនវានៅពេលនោះឯងនឹងបានដឹងថាបរិសម្នាក់នោះមានព្រេងវាសនាជាមួយឯងត្រូវចាំទុកប្រាវាទៅលើមនុស្សល្អមិនត្រូវប្រាវាខុសពីពាក្យរបស់ខ្ញុំទេហើយត្រូវធ្វើឲ្យបរិសម្នាក់នោះធ្លាក់នៅក្នុងអនុស្នេហ៍ជាមួយឯងត្រូវតែមានឱកាសនេះគឺជាអ្វីដែលខាងក្រៅខ្នងរបស់ឯងហើយវានឹងប្រាប់ពីប្រវត្តិឯងអ្នកគ្រូមិនអាចបកស្រាយរឿងលម្អិតច្បាស់របស់ឋានសួគ៌បានទេឯងត្រូវតែឆ្លងកាត់វាដោយខ្លួនឯងហើយបើឯងបានជួបសិស្សស្រីច្បងរបស់ឯងដែលបានក្បត់សំណាក់បន្ទាប់ពីចុះពីលើភ្នំទៅឯងត្រូវតែប្រយ័ត្នឯងត្រូវតែគោរពតាមបញ្ជារបស់អ្នកគ្រូខ្ញុំមកតាមការណែនាំរបស់អ្នកគ្រូហើយវាគួរតែជាទីនេះមើលទៅខ្ញុំនឹងអាចដោះស្រាយជាមួយភាពមហន្តរាយជាមួយថ្ងៃកំណត់របស់ខ្ញុំបានក្នុងពេលឆាប់នេះគឺជាប្រវត្តិរូបរបស់ខ្ញុំមែនទេតែជាមួយរូបសញ្ញាជួយខ្ញុំផងប្រហែលថ្ងៃនេះខ្ញុំនៅសំឡេងក្មេងស្រែកខ្លាំងណាស់អញកំពុងហាក់ខ្ញុំមែនទេមែនបងស្រីទេពធីតានៅពូរបស់ខ្ញុំនិយាយថាមានតែទេពធីតាស្អាតហើយចិត្តល្អប៉ុណ្ណោះគឺជាទេពធីតាទៅចិត្តស្រស់ស្រាយទៅអាចធ្វើជាអ្នកមីងចាយរបស់ខ្ញុំបានកូនស្រីតើខ្ញុំយល់ថាឯងពិតជាឆ្លាតទៅវិញទេប៉ុន្តែមនុស្សដែលរើសប្រពន្ធដូចជាលពូរបស់ឯងមកជាពិបាករកប្រពន្ធហើយបងស្រីទេពធីតានេះគឺជារូបថតលពូសង្ហារបស់ខ្ញុំឥឡូវមានមនុស្សម្នាក់ចង់បានជីវិតរបស់ឯងខ្ញុំកំពុងរងចាំឯងយូរមកហើយលីណាតង់ទីបំផុតអាចារ្យនោះមិនអាចត្រឡប់ទៅវិញទេបែរជាចង់មកវាយប្រហារយើងឯងគេពិតជាហៅយើងថាលោកប្រុសលីតែគេហៅឯងជាចោលទៅវិញទេអើយឯងនេះឈប់នេះអត់បានការទៅឯងចិត្តស្លាប់ហើយមានមុខនៅនិយាយទីនេះទៀតឯងចង់មកឈឺយើងហ៎យើងមិនឯងរត់ទៅណាទេមានពេលខ្លាំងមនុស្សម្នាក់នេះត្រូវប្រើខួរក្បាលរបស់គេច្រើនដែរមុននឹងជ្រោះជាមួយអ្នកណាម្នាក់នោះណាលោកលឺបើអញ្ចឹងឯងនិយាយរួចហើយកុំចំណាយពេលអត់ប្រយោជន៍អីវាគ្មានប្រយោជន៍ទេចាត់ការពួកគេដល់ទ្រព្យសម្បត្តិលីងយ៉ាតង់ឲ្យអស់ចាបងស្រីទេពធីតាបងស្រីកាត់ពីលពូរបស់ខ្ញុំទេលពូរបស់ខ្ញុំគឺជាប្រធានលោក Enterprise Group មានប្រាក់100,000លានគាត់អាយុ20ឆ្នាំមានអក្សរការពារពេលគាត់អាយុ28ឆ្នាំគាត់ខ្លាចជាអ្នកមានបំផុតលើលោកវ៉ាវបាញ់ចឹងលពូរបស់ឯងពិតជាអស្ចារ្យគេគ្មានមិត្តស្រីបាត់យ៉ាងម៉េចទេលពូរបស់ខ្ញុំរំពីមនុស្សស្រីវ័យរកហួសហេតុហើយធ្វើមិនល្អមកលើចៃដូច្នេះទៅគាត់នៅ single បាញ់ចឹងលពូរបស់ឯងមិនជាប្រពន្ធទេហេតុអីនៅសុកក្មេងស្រីម្នាក់នេះបាច់ជាមានប្រផ្នូលវេទមន្តខ្មែរកូនស្រីតូចឯងត្រូវតែប្រុងប្រយ័ត្នថ្ងៃនេះមានប្រផ្នូលមិនល្អទេលោកខ្ញុំសុំទោសមកពីគីបគ្រប់ឲ្យខ្ញុំទៅវាយប្រហារលោកមកពីលោក Enterprise គឺមិនឲ្យខ្ញុំធ្វើជំនួយការលោកពួកគេគម្រាមសម្រាប់ប្រពន្ធកូនខ្ញុំសុំដល់លេខខ្ញុំទៅតើយើងក្បត់ឯងតាមមែនទេឯងកុំឲ្យយើងឃើញមុខឯងទៀតឲ្យសោះណាលោកពូពេលនេះខ្ញុំបានឃើញអ្នកមីងស្អាតហើយយ៉ាលោកពូប្រាប់ឯងប្រហែលដងហើយថាកុំឲ្យទុកចិត្តមនុស្សស្រីតែសម្បកក្រៅហេតុអីនៅតែមិនស្ដាប់យាយមានវិញ្ញាណទី6បងស្រីទេពធីតាខុសផ្លេចពីគេបើឯងមិនទុកឱកាសឲ្យយើងទេយើងនឹងសម្លាប់ក្មួយស្រីរបស់ឯងហ៎ចាប់គេទៅនេះកុំកម្រើកលេយើងយ៉ាមិនទៅហើយឯងមិនអីទេលពូនិយាយត្រែខ្ញុំមិនអីទេខ្ញុំមានទេពធីតានៅជាមួយហើយទេពធីតាឲ្យខ្ញុំត្រូវតែប្រុងប្រយ័ត្នហើយនៅសុកស្រាប់តែទេពធីតាចេញមកការពារខ្ញុំតែម្ដងលពូបងស្រីទេពធីតាម្នាក់នេះហើយដែលបានរំលឹកខ្ញុំថាថ្ងៃនេះមានប្រផ្នូលមិនល្អខ្ញុំបេងត្រូវគេចាក់ទៅហើយលពូនិយាយថាយើងគួរតែដឹងគុណអ្នកដែលបានជួយយើងមែនទេនៅពេលបងស្រីទេពធីតាបានជួយខ្ញុំអរគុណហើយខ្ញុំគិតថានាងចង់នៅជាមួយនឹងលីងយ៉ាវតង់ត្រូវទេលោកមានខួរក្បាលគិតដែរទេដែលចាប់ប្រកាន់ខ្ញុំបែបនេះអ្នករាល់គ្នាចង់ឲ្យលោកឈឺចាប់
ឆាប់ស៊ើបរឿងនេះទៅបាទលោកយល់ល្អឯងមិនត្រូវពាក់ព័ន្ធទេឬមួយនឹងចង់ស្លាប់ លោកពូសូមកុំធ្វើគ្មានសិលធម៌ពេលនេះលោកពូបានឃើញច្បាស់ហើយថាបងស្រីទេពធីតាបានការពារខ្ញុំហើយអាចខាត់គេមិនឲ្យគេកម្រើកបានខ្ញុំនៅតែដឹងគុណបងស្រីទេពធីតា ខ្ញុំដាក់ទាននាងសូមឈប់លងលំយ៉ាវយ៉ាវនឹងខ្ញុំទៅកុំសង្ឃឹមធ្វើប្រពន្ធអ្នកមានអសោះ លោកកំពុងមើងងាយនឹងវាយតម្លៃខ្ញុំពេកហើយមិនលោកហាក់មកនិយាយលោកត្រូវតែប្រើខួរក្បាលលោកក៏បានច្បាស់ថាលោកគ្មានសិទ្ធិប្រាស់ពាក្យនេះជាមួយខ្ញុំទេបើលោកនៅតែនិយាយពាក្យមកគ្រប់ខ្ញុំទៀតលោកគ្មានសំណាងបានប្រពន្ធល្អទេបញ្ជាក់ថាគេម្នាក់នេះដែលជាគូវាសនារបស់ខ្ញុំមានត្រាបញ្ចេញវេទមន្តឲ្យខ្លួនវាហើយណាស់ហើយចាស់ស្រេចតែគេគិតទេលោកគឺជាជីវិតដែលផ្កាយទានសាលាប្រទានឲ្យប៉ះម៉ាក់របស់ស្រីរបស់លោកស្លាប់ព្រោះតែលោកកាលនៅពីក្មេងលោកគឺជាមេនងគ្រោះកំណាញ់មកឲ្យគ្រួសាររបស់លោកនៅពេលលោកត្រឡប់មកផ្ទះក៏ធ្លាក់ខ្លួនឈឺបន្ទាប់មកអ្នកស្នំមរតកគ្រួសារត្រូវស្លាប់ខ្ញុំនិយាយត្រូវទេបងស្រីទេពធីតាបងស្រីពិតជាអស្ចារ្យណាស់បងស្រីអាចដឹកបានយ៉ាងម៉េចទេខ្ញុំបានគិតហើយណាបងស្រីអាចធ្វើជាគ្រូរបស់ខ្ញុំបានទេសូមប្រាប់មកខ្ញុំមិនភ្លេចទេបងស្រីរៀនឆាប់ចេះណាបងស្រីអាចធ្វើជាអ្នកមីរបស់ខ្ញុំបាននៅពេលដែលខ្ញុំរៀនចេះណា យ៉ាយ៉ាកុំនៅជាមួយមនុស្សល្បិចបែបនេះលោកខាងក្រុមហ៊ុនបានរាយការណ៍មកថាលោកត្រូវតែផ្លាស់ប្ដូរអគារថ្មីព្រោះអគារ CBD ត្រូវតុបតែងជាថ្មីគេនិយាយថាយល់ល្អលោកគួរតែទិញរោងចក្រថ្មីអគារនៅទីរួមស្រុងគឺដើម្បីសាងសង់ឡើងវិញហើយត្រូវចំណាយ300លានតែយ៉ាងម៉េចដែរខ្ញុំអាចទិញឲ្យធ្វើតាមគម្រោងការចាស់លោកមិនយល់អ្វីដែលខ្ញុំនិយាយទេខ្ញុំមិនចង់និយាយរឿងច្រំដែលទេអារម្មណ៍លោកនៅពេលនេះដូចជាមិនសូវស្រួលទេ លោកពុករបស់ឯងមានអារម្មណ៍មិនសូវស្រួលទេពិតជាមិនល្អទេមានម្ដងនោះនៅថ្ងៃកំណើតរបស់ខ្ញុំសួស្តីលោកទាំងអស់2052.5 ខ្ញុំ យន់ ចូលចិត្តគិតជាទូរលេខទេតែយក3 4មុខទៀតមកពួកវានំនេះ អូយព្រះជាម្ចាស់អារម្មណ៍របស់លោកពូខ្ញុំវល់អស់ហើយកម្មប្រកាន់អីទាំងអស់2.4.335ជាន់8សេន2ក្មួយស្រីតូចឯងគិតលឿនបានយ៉ាងម៉េចទៅធម្មតាទេ ខ្ញុំប្រាប់នាងហើយថាខ្ញុំមិនចូលចិត្តចំនួនលេខទេមានច្រើនប្រភេទតែមិនដែរទេធ្វើតាមលោកនិយាយមែនទេទីបំផុតវាគ្រប់គ្រាន់ហើយសរុបទៅគឺ 15000 ព្រះជាម្ចាស់ការប៉ັດទៅគេមិនចូលចិត្តគិតចំនួនសេះឬក៏លើសទេទោះបីជាលោកពូរបស់ខ្ញុំមានអារម្មណ៍បែបនេះបន្តិចមែនប៉ុន្តែគាត់ចិត្តល្អណាស់អត់ទេលោកតាលោកឈឺហើយពេលនេះស្ថិតនៅក្នុងស្ថានភាពមិនល្អទេ តើមានអ្វីជាមួយនាងឯងយកមនុស្សស្រីនេះចេញពីទីនេះទៅបាទសំជេងអាឡូលោកហេលោកតាបានស្លាប់បាត់បង់សតិហើយមិនទាន់ដឹងខ្លួនឡើយទេថាម៉េចលោកខ្ញុំមិនគិតទេថាអ្វីដែលនាងម្នាក់នេះនិយាយជាការពិតជាត្រឹមត្រូវលោកតាយ៉ាងម៉េចទៅហើយពេលនេះខ្ញុំអាចធ្វើការវះកាត់ជាបន្ទាន់បើមិនដូច្នេះទេខ្ញុំខ្លាចថាលោកតាមិនអាចឆ្លងផុតនិយមនេះបានទេ គ្មានផ្លូវទេមកទៅលោកតាដូចជាត្រូវវាយឲ្យស្លាប់ប្រកាសជាតាក់ទងជាមួយសិស្សច្បងនេះបើតាមអ្នកគ្រូប្រាប់យើងត្រូវតែរកការប៉ັດឲ្យឃើញថាសិស្សច្បងនៅឯណាអ្នកគ្រូអាចជួយសង្គ្រោះលោកតាខ្ញុំបានទេយ៉ាកុំអារម្មណ៍អីអ្នកគ្រូមានផ្លូវជួយលោកតាហើយអរចារ្យណាស់មនុស្សម្នាក់នេះមកពីណាហេតុអីហ៊ានមកមើលជំងឺរបស់លោកតាមែនហើយពេទ្យក្មេងនៅទីក្រុងតុងហើយច្រើនណាស់គ្មានអ្នកណាហ៊ានជួយសង្គ្រោះជំងឺរបស់លោកតាម្ចាស់ផងនាងគ្រាន់តែជាក្មេងស្រីមិនអាចជួយលោកតាបានទេនាងហ៊ានក្អើតកតើមបានយ៉ាងម៉េចទេមិនអាចទេ មិនមកទៅលោកត្រូវតែធ្វើការវះកាត់ឥឡូវនេះ អត់ទេបានលោកចង់ឲ្យលោកម្ចាស់ស្លាប់ភ្លាមលោកបញ្ញាធ្វើការវះកាត់ទេ នាងកំពុងនិយាយពីស្អីមិនឲ្យធ្វើការវះកាត់មែនទេនាងកំពុងតែមើលឲ្យរងចាំឲ្យគាត់ស្លាប់ហើយ ជំងឺរបស់លោកតាមិនបានបាយប្រហាក់ដល់បេះដូងតោះតែសោះសូមទុកពេលឲ្យខ្ញុំ1នាទីឲ្យខ្ញុំមើលឲ្យច្បាស់គាត់នឹងឆាប់ជា នេះមកចារីកំពុងតែតាមមកហើយតើមកចារីកំពុងជជក់ឈាមចូលទៅក្នុងកញ្ចក់ទឹកហើយទីបំផុតត្រូវតែស្លាប់ទោះបីមិនឆ្អឹងឋានសួគ៌ក៏ដោយ យើងប្រាថ្នា3ប្រភេទនៅតែមិនអាចជួយបានគាត់បានស្លាប់ក្នុងគណៈកែងបេះដូងហើយកុំធ្វើជាក្រាន់បើអីសូមទៅឲ្យឆ្ងាយទៅកុំរំខានពេលវេលាពួកយើងជួយសង្គ្រោះជីវិតមនុស្ស នៅតែព្យាយាមធ្វើតាមវិធីពេទ្យទៀតវិជាពេទ្យចិនក៏មានជំងឺវេទមន្តប្រាថ្នាព្យាបាលជំងឺដែរហើយសិលវិជានេះគឺអាចទុកសម្រាប់ប្រព័ន្ធឆ្នាំគឺដើម្បីព្យាបាលពួកគេដើម្បីឲ្យខ្ញុំជឿជាក់យល់ល្អបាត់មកពួកឯងទៅពួកឯងឈប់មកតទៅទៀតទៅណា មែនហើយអ្នកគ្រូរបស់ខ្ញុំបានដំណឹងខ្ញុំហើយថាថ្ងៃនេះមានបំណងមិនល្អទេខ្ញុំអត់គិតឃើញថាលោកតារបស់ខ្ញុំមានជំងឺនេះហើយខ្ញុំជឿជាក់ចំពោះអ្នកគ្រូរបស់ខ្ញុំ លោកពួកយើងពិតជាល្អចំពោះលោកម្ចាស់ខ្លាំងណាស់បានហើយពេលនេះប្រហែលជាពួកលោកជួយលោកតារបស់ខ្ញុំជាវិធីដដែលខ្ញុំមិនចង់និយាយអ្វីតទៅទៀតទេបើជឿទៅលើការវះកាត់ម្ដងនេះពិតជាមិនអាចទេពិតជាមិនអាចវះកាត់បែបនេះទេ ទេពធីតាម្ចាស់ចេះមានវិធីព្យាបាលលោកលើ នាងពិតជាមានវិធីព្យាបាលលោកតារបស់ខ្ញុំហ៎ជីវិតមិនមែនជាការសាកល្បងទេសូមកុំធ្វើឲ្យបាបមុខរបស់នាងកុំយកជីវិតរបស់លោកតាខ្ញុំមកលេងសើចអសោះណា កុំអារម្មណ៍អីបើខ្ញុំមិនអាចព្យាបាលលោកតារបស់លោកបានទេខ្ញុំនឹងកាប់ខ្លួនរបស់ខ្ញុំទៅជាមួយតារបស់លោក គ្រាន់តែជីវិតរបស់នាងម្នាក់នាងមកប្រៀបធៀបអ្វីជាមួយនឹងលោកម្ចាស់លូទៅ មកតែមនុស្សនៅទីនេះដូចជាមើងងាយទេពធីតាដល់ហើយណាស់ហើយចាស់ខ្ញុំខ្ជិលបកស្រាយជាមួយលោកណា
ហើយឈប់សិនពួកយើងជាគ្រូពេទ្យជំនាញបំផុតយើងយកថ្នាំពេទ្យមកពីលោកខាងលិចហើយនឹងហៅខ្លួនឯងថានាងជាគ្រូពេទ្យទេវតាបើអញ្ចឹងតើអាការនេះម្ដងចុះខ្ញុំត្រូវការវះកាត់ក្នុងរយៈពេល10នាទីនឹងត្រូវទៅឲ្យឆ្ងាយបើមិនដូច្នេះទេជំងឺរបស់លោកម្ចាស់មិនអាចជាបានទេ មិនមែន10នាទីទេតែ1វិនាទីណា បើនាងពិតជាអាចព្យាបាលលោកម្ចាស់លោកបានខ្ញុំទុកនាងជាគ្រូរបស់ខ្ញុំហើយខ្ញុំធ្វើជាសិស្សរបស់នាងចុះខ្ញុំសូមសន្យាថាធ្វើឲ្យឈ្មោះរបស់នាងល្បីក្នុងប្រវត្តិសាស្ត្រគ្រូពេទ្យទេវតាតែម្ដង ជាល្អហើយសូមកុំយំវោះឲ្យសោះ ហ៎ បើអញ្ចឹងលោកចាំមើលទេ អឺ នេះគឺជាថ្នាំផ្ដាច់ជីវិតក្នុងកំឡុងពេលលោកម្ចាស់ត្រូវគេវាយប្រហាររីករាល់ហើយ លោកតាយ៉ាងម៉េចដែរណែសុហងឯងខ្ញុំទៅបានថ្នាំដែលឯងឲ្យយើងផឹកគឺយើងសឹងតែសន្លប់តែម្ដងទៅហើយណាឯងឲ្យថ្នាំអីដល់យើងផឹកអត់ទេខ្ញុំមិនបានទេខ្ញុំមិនបានដាក់ថ្នាំអីទេថ្នាំពុលតាមិនដែរទេតារបស់យើងមិនថាជាថ្នាំពុលអីទេឯងនឹងថាជាថ្នាំយ៉ាងម៉េចទេកុំយកច្រឡំខ្ញុំបានដាក់ថ្នាំពុលទេឯងមិនបានដាក់ថ្នាំពុលអីមិនដែរទេអូយ លោកបានណាបានឲ្យលោកយកថ្នាំនេះមកលេងមែនទេ លោកលូសម្រាប់ខ្ញុំមកខ្ញុំនឹងមិននិយាយអ្វីទេ តែទីដាស់ម្នាក់នេះមានវិធីផ្ទាល់ខ្លួនរបស់នាងឲ្យលោកនិយាយពីគ្រូវេទមន្តនោះ គ្រូសាលីនគឺលីនអៅគេនិយាយថាគ្រូសាលូរបស់លោកគ្រប់ដណ្ដប់ដោយមេឃដោយដៃម្ខាងនៅក្នុងសមុទ្រចិនខាងកើតហើយគ្រប់គ្រងធនធានរបស់គ្រូសាលីនគ្រប់ទីកន្លែងដូច្នេះគេបានចំណាយឲ្យខ្ញុំតម្លៃខ្ពស់ដើម្បីបំផ្លាញនិងសម្លាប់ម្ចាស់លូឲ្យស្លាប់វេទនាដើម្បីបញ្ចប់វាសនាលោកគ្រូលូឆាប់ចូលមកចាប់គេភ្លាមទៅបាទ លោកតាបងស្រីទៅទីដាស់នេះឲ្យបានជួយជីវិតលោកតា អើយអរគុណហើយចៅស្រីទៀនឯងត្រូវតែធ្វើល្អជាមួយនឹងនាងដើម្បីតាណាលោកតាកុំបារម្ភអីប្រាប់ខ្ញុំមកនាងចង់បានប្រមាណ លោកពិតជាប្រហិនណាស់ ខ្ញុំប្រហិនមែនដែរទេនាងមិនចង់បានលុយនាងចង់បានអី ខ្ញុំចង់បានអ្វីពីលោក ស្អីគេចង់បានខ្ញុំហ៎ ព្រោះលោកគឺជាជីវិតផ្កាយទៀនសាន់ឡូនមានតែលោកម្នាក់គត់ទើបអាចជួយខ្ញុំបាន ខ្ញុំជួយនាងបានយ៉ាងម៉េច រៀបការជាមួយខ្ញុំហើយធ្វើឲ្យលោកធ្លាក់ក្នុងអលោស្នេហ៍ជាមួយខ្ញុំលោកគឺជាអ្វីដែលអ្នកគ្រូរបស់ខ្ញុំមានន័យ ចំណុចទី1ខ្ញុំមិនចាប់អារម្មណ៍ស្ទាយរបស់នាងទេហើយចំណុចទី2ខ្ញុំមិនឲ្យមនុស្សស្រីណាម្នាក់តាក់ទងខ្ញុំបានសម្រេចទេ តើវាជាការតាក់ទងអ្វីលោកចេះនិយាយទៅកើត មនុស្សស្រីម្នាក់នេះអាចជាអ្នកជួយចិត្តយងយកវាសនារបស់គ្រួសារលោកខ្ញុំដាស់តឿននាងកុំវាយប្រហារមកលើគំនិតគ្រួសារលោករបស់ខ្ញុំព្រោះខ្ញុំបានសន្យាជាមួយលោកតារបស់ខ្ញុំហើយថាខ្ញុំនឹងមិនឲ្យអ្នកណាធ្វើបាបគ្រួសារលោកយើងទេ លោកគិតច្រើនពេកហើយយើងគឺជាប្រជាជននៅស៊ុនមីងពួកគេមិនចាប់អារម្មណ៍អ្វីនៅខាងក្រៅទេ ហើយវិបយលោកម្ចាស់កើតរឿងធំហើយលោកតារបស់ខ្ញុំកើតអី លោកឲ្យពួកគេចេញទៅក្រៅសិនទេ អ្នកទៅពេកចេញទៅ ចាបញ្ជាក់ថាសេចក្តីស្លាប់បានដល់ទីបញ្ចប់ហើយគ្រួសារលីនពិតជាខុសខើ តែសេចក្តីបញ្ចប់នៃសេចក្តីស្លាប់ជាអ្វីទៅ ខ្ញុំឈឺណាស់លោកបញ្ចប់ពីសេចក្តីស្នេហារបស់សៀនស៊ីយូមែនទេបាទអ្នកគ្រូមិនបាននិយាយថាហាមប្រើវេទមន្តទៅលើលោកទេនោះខ្ញុំធ្វើឲ្យលោកឈឺចាប់ទៅហើយ តើត្រូវធ្វើអ្វីទៅ អ្នកគ្រូហេតុអីលោកតាសម្លាប់ម្ដងទៀតពេលនេះក្រៃរួចរាល់ហើយមែនទេអ្នកគ្រូនេះជាទីបញ្ចប់នៃក្តីស្លាប់ ត្រូវតែមានវិធីតែមានអ្វីកើតឡើងតែនាងចង់បានស្អី លោកពិតជាប្រហិតណាស់សំណាក់ដែលហៅថាផ្កាយឯកាលោកគឺជាផ្កាយឯកាអ្វីដែលលោកបានចង់លោកត្រូវតែស្រ័យដោយខ្លួនឯងព្រោះវាសមជាមួយនឹងមនុស្សចរិតអាក្រក់ដូចជាលោកហើយជុំរិទ្ធកំពុងតែជញ្ជក់ឈាមផ្ដាច់ខ្សែចំណងដែលលោកបានចងហើយគ្មានឱកាសសម្រាប់មនុស្សនៅឋានកណ្ដាលមានជីវិតនោះទេប៉ុន្តែខ្ញុំទើបតែបំផ្លាញវេទមន្តអាក្រក់ដែលប្រើវេទមន្តរបស់ខ្ញុំហើយពេលនេះលោកតានៅមិនអាចមកវិញម្ដងទៀតទេមែនទេតោះតែ តើស្អី តោះតែគ្រូសាលីនអត់ទោសឲ្យលោកទើបមិនមានការស្លាប់ធំធេងនៅក្នុងទីក្រុងហើយត្រូវតែធ្វើការប្រុងប្រយ័ត្នដើម្បីកុំឲ្យមានអ្នកណាស្លាប់ហើយត្រូវសង្គ្រោះបានត្រឹមតែ7ថ្ងៃប៉ុណ្ណោះ នាងនឹងរឿងនេះមកពីខាងក្រៅច្រើនពេកហើយ អ្នកគ្រូបានចាក់ខ្ញុំគួរធ្វើយ៉ាងណាទេដើម្បីផ្ដោតដំណឹងជើងត្រូវតែតាមដានឲ្យឃើញចេញសិនទេរកឃើញហើយនោះគឺវា អ្នកសុំទានមកពីណារបស់នេះគ្រួសារលូយើងចំណាយ1លានដើម្បីទិញវាមកហើយនាងប្រឹងប្រែងបំផ្លាញគំនូរល្បីល្បាញនេះហ៎នាងជាមនុស្សរបស់ខ្ញុំបើគ្មានការអនុញ្ញាតពីខ្ញុំអ្នកផ្សេងមិនអាចប៉ះពាល់បានទេ ខ្ញុំមិនគិតទេថាគេការពារខ្ញុំដល់ថ្នាក់នេះលោកតានៅខ្លួនក្នុងមួយខណៈនេះមានអ្វីកើតឡើងទេ ចូលមកលើកក្រោយបើគ្មានការអនុញ្ញាតពីខ្ញុំទេ
អ្នកផ្សេងទៀតណាដាច់ខាតមិនអាចចូលមកបានទេបាទលោក នេះកូនប្រុសចង្រៃឯងកំពុងតែព្យាយាមធ្វើផ្ដេសផ្ដាសជាមួយយើងហើយមែ អ្នក ន មិន ទេ សន់ធ្វើចំណាយរបស់ខ្ញុំទេខ្ញុំខ្លាចថាមានរិស័យកាត់ឡើងជាមួយលោកតារបស់ គេ ខ្ញុំ ប្រើវេទមន្តងងឹតសម្រាប់លោកម្ចាស់លូហើយផ្ទាំងគំនូរនេះមិនអាចបំភ្លឺចុះពីស្នាបានទេបានន័យថាខ្ញុំចង់បំផ្លាញលោកម្ចាស់លូមែនទេមនុស្សកំពុងធ្វើអាក្រក់ហើយទេវតាកំពុងមែនក្មេងស្រីអាក្រក់ឯងហ៊ានបំផ្លាញផែនការរបស់យើងបានយ៉ាងម៉េចខ្ញុំបានទិញផ្ទាំងគំនូរនេះមកពីការដាក់ដេញថ្លៃមកយ៉ាងប្រុងប្រយ័ត្នដើម្បីវាជាសេរីដល់លោកម្ចាស់លូ ប៉ុន្តែហើយនាងគិតច្បាស់ហើយថាមានមនុស្សគិតចង់សម្រាប់លោកតាទៅគាត់ដេញយើងចេញពីគ្រួសារលោកខ្ញុំមិនចង់ឲ្យនាងធ្វើដូច្នេះទេ លោកពូគឺជាមនុស្សអាក្រក់លោកពូមិនត្រូវនិយាយជាមួយលោកពូខ្ញុំបាន នាងជាក្មេងស្រីចង្រៃហ៊ានបន្ទោសយើងផងឯង នេះឯងវាយប្អូនប្រុសឯងព្រោះតែក្មេងចង្រៃនោះ ឯងហ៊ានវាយក្មេងហ៎ ឯងលេងគេទៅលេងទៅឯងហ៊ានមិនគ្រប់ម៉ាក់ឯងបានយ៉ាងម៉េចទៅ ម៉ាក់របស់ខ្ញុំហ៎ម៉ាក់ខ្ញុំមានតែម្នាក់គត់អ្នកមិនសមទេឯងគឺជាផ្កាយឯកាឆាប់ចេញពីផ្ទះរបស់យើងទៅឯងសម្រាប់ម៉ាក់របស់ឯងមិនគ្រប់គ្រាន់ទៀតនៅចង់សម្រាប់លោកតានិងម៉ាក់របស់ខ្ញុំទៀតនេះ តែអាចបៀតមានអាក្រក់នៅលើគេបានយ៉ាងម៉េចទេមើលទៅផ្កាយប្រគល់របស់គេកំពុងការពារគេទៅវិញទេប៉ុន្តែបើគេកាន់តែខឹងវានឹងធ្វើឲ្យជីវិតរបស់គេកាន់តែមានភាពវិនាសប៉ាមើលលូទៀនទៅមិនដឹងជាយកស្រីចង្រៃនេះមកពីណាទេមកពីកំហុសរបស់ខ្ញុំដែលតែងផ្ទាំងគំនូរល្បីនេះឲ្យលោកប៉ាហើយហៅខ្ញុំមកសាកសមធ្វើជាបាក់របស់គេទេលោកតារឿងទាំងអស់មិនដូចគ្នាទេការប៉ុតតែបងស្រីគឺជាអ្នកគ្រូរបស់ខ្ញុំបានជួយលោកតាម្ដងទៀតមិននេះពួកគាត់តាមមកវាយខ្ញុំ យ៉ាយ៉ាឯងគួរតែធ្វើកិច្ចការសាលារបស់ឯងទៅតែកុំហៅគ្រូមកបង្រៀនឯង លោកតាខ្ញុំដឹងថាលោកតាស្រឡាញ់ខ្ញុំខ្លាំង ណាគេវាយខ្ញុំណាលោកតាគេនិយាយថាម៉ាក់របស់ខ្ញុំនឹងចង់បំផ្លាញលោកតាទៀតផងត្រឹមត្រូវហើយអ្វីដែលឯងនិយាយគឺជាការពិតយើងចង់វាយឲ្យបាច់មាត់តើរូបភាពនេះបានន័យយ៉ាងម៉េចទៅ ការប៉ះទៅរូបគំនូរនោះកំពុងអំផ្លាញភាពជោគជ័យនៅជោគវាសនារបស់មនុស្សស្រីចង្រៃផ្ទាំងគំនូរនេះខ្ញុំបានយកជូនលោកប៉ាដោយកិត្តិយសបំផុតណា តើត្រូវដែរទេ ត្រូវឲ្យលោកប៉ាបើខ្ញុំដឹងថាមានអ្វីខុសជាមួយគំនូរនោះទោះជាខ្ញុំស្លាប់ក៏ខ្ញុំមិនហ៊ានទិញមកជូនលោកប៉ាដែរ ឯងនៅហ៊ានបកកាយទៀតអ្វីដែលពួកឯងទាំងពីរបានធ្វើឯងគិតថាយើងខ្វះភ្នែកមិនដែរទេហើយយើងមិនគិតថាឯងហ៊ានដល់ថ្នាក់ដែលហ៊ានចង់ធ្វើឃាតដល់យើងនោះទេណាយើងមិនជឿថាឯងហ៊ានដល់ថ្នាក់នេះទេ ប៉ាពិតជាមិនដូចនេះទេរឿងទាំងអស់នេះគឺមកពីបងប្រុសលីនឲ្យរបស់ខ្ញុំទេគេបានឲ្យខ្ញុំយកវាមកឲ្យលោកប៉ាគេនិយាយថាឲ្យជួក្នុងបន្ទប់វានឹងធ្វើឲ្យលោកប៉ាមានសុខភាពល្អខ្ញុំគ្រាន់តែធ្វើដោយបំណងល្អទេ គ្រួសារលិនទៀតហើយឯង បងប្រុសបងមកហើយ ហើយរឿងអត់ប្រយោជន៍លិនចាយលិនអើសូមអបអរលោកម្ចាស់លូដែលបានជាពីជំងឺយ៉ាងធ្ងន់ធ្ងរយើងទៅតែដើរឆ្លងកាត់ទ្វារយមរាជទេឯងពិតជាទទួលដំណឹងលឿនដល់ហើយថ្ងៃនេះឯងកំពុងធ្វើឲ្យយើងកាន់តែជាសះស្បើយឬមួយឯងចង់មកប្រមូលសាកសពរបស់យើងលោកម្ចាស់ដូចជាគិតជ្រុលពេកហើយលោកដុកទ័រស៊ូហានក៏ជារាជពេទ្យប្រចាំគ្រួសារដរាបណាគឺចេញវិជ្ជាបញ្ជាហើយជឿថាថ្នាំរបស់គេប្រកាសជាព្យាបាលអ្នកជំងឺជាមិនខាននោះទេណាខ្ញុំជឿជាក់គេ បងប្រុសពួកគេទាំងអស់គ្នាធ្វើបាបខ្ញុំ លោកអ៊ំគេបានវាយខ្ញុំអត់ប្រយោជន៍យើងមិនឲ្យឯងធ្វើរឿងតូចតាចនេះទេតាមមែនទេ បានប្រាប់លោកដុកទ័រស៊ូហានឲ្យធ្វើតាមរឿងនោះហើយឲ្យលោកតាស្លាប់ឲ្យឆាប់ហើយខ្ញុំក៏ព្យួរគំនូរនៅទីនោះរួចហើយដែរអ្នកណាទៅដឹងថាពួកគេកំពុងរកឃើញស្រីសំអុយម្នាក់នេះឲ្យបំផ្លាញអំពើល្អ ឯងនិយាយគ្មានភាពខ្មៅនៅទីនេះបានយ៉ាងម៉េចឯងនឹងកូនប្រុសអត់ប្រយោជន៍របស់ឯងនេះចេញពីទីនេះទៅ ឯងផែនការរបស់ឯងទាំងអស់គឺបានលិតតដាងអស់ហើយនិយាយច្បាស់ទៅខ្ញុំមិនបាច់ធ្វើពុតតទៅទៀតទេសូមប្រគល់ទ្រព្យសម្បត្តិគ្រួសារលោកមកឲ្យខ្ញុំទាំងអស់មកខ្ញុំអាចទុកជីវិតរបស់លោកបើមិនដូច្នេះទេសូមកុំបន្ទោសថាខ្ញុំមិនទុកមុខឲ្យលោកឲ្យសោះណាលោកគិតចង់បានងាយអញ្ចឹងលោកចង់បញ្ឈប់ដូចជាលេខយ៉ាតង់តាមមែនទេតើពីមុនវាយ៉ាងម៉េចគិតថាខ្ញុំគ្រួសារលោកនេះខ្លាចខ្លាំងណាស់ទៅប៉ុន្តែថ្ងៃនេះណាវាពិតជាខុសប្លែកថ្ងៃនេះខ្ញុំត្រូវតែយកឈ្នះខាងវិស័យឧស្សាហកម្មរបស់គ្រួសារលោកដូច្នេះខ្ញុំត្រូវតែយកឈ្នះឲ្យទាល់តែបានគ្មានអ្នកណាហាមឃាត់ខ្ញុំបានទេនេះអីណែលោកតា មិនអីទេ គឺមកពីឯងទេដែលជាអ្នកបំផ្លាញបំណុលល្អរបស់យើងប្រាប់យើងមកតើឯងនៅឆ្ងាយពីរឿងនេះបានដែរទេកាត់ខុសហើយខ្ញុំមិនបានស្រឡាញ់លុយទេគឺខ្ញុំស្រឡាញ់ភាពយុត្តិធម៌នៅលើលោក បាយមិនចង់បានទេទីបញ្ចប់ឯងនៅទទួលបានផលអាក្រក់ហើយកុំបោកខ្ញុំថាខ្ញុំមិនទៅអាកាយឯងសូមគិតឲ្យច្បាស់ទៅនាងអាចយកលុយទៅប្រែបានច្រើនឆ្នាំ សូមគោរពឯងខ្ញុំមានវិធីរកច្រកចេញឲ្យខ្លួនខ្ញុំហើយ ចូលមក មនុស្សស្រីម្នាក់នេះមានភិនភាកដូចជាសិស្សច្បងរបស់ខ្ញុំអាចយ៉ាងម៉េចទេសៅចៅលីនសៅហាងនេះឯងអាចទប់ទល់ជាមួយយើងបានយ៉ាងម៉េចទេនេះស្គាល់សៅចៅលីនសៅហាងដែរមែនទេ
មករងអើនាងជាអ្នកណានោះគឺជាអ្វីដែលអ្នកគ្រូនិយាយសេចក្តីសាបរបស់ផ្កាយទាំង7និងសេចក្តីសាបកំពូលភ្នំមួយឯងបានបំផ្លាញវាអស់ទៅហើយការប៉ັດកញ្ជិលកន្ទុយ9នៅចំពោះមុខខ្ញុំហើយតែឯងគិតថាអាចបំផ្លាញយុទ្ធសាស្ត្ររបស់យើងបានមែនទេយើងនឹងចាត់ការឯងហើយឯងមិនអាចធ្វើអ្វីបានទេច្បាប់របស់ឋានសួគ៌បំរើអ្នកធ្វើអំពើល្អទេបើឯងមិនពិការពិតបែបនេះហើយយកភាពបំពេញបាំងមុខឯងនឹងវិនិច្ឆ័យនឹកគិតល្អអាក្រក់ស្អីទេយើងដឹងថាបញ្ជារបស់អ្នកគ្រូមិនអាចប្រឆាំងបានមែនប៉ុន្តែយើងត្រូវតែប្រឆាំងស្ដាប់សំណួរចុងក្រោយរបស់យើងសិនហេតុអីក៏ឯងចង់តាក់ទងជាមួយលីនចៃជាមួយមូរងវ៉ាន់ណឺធ្វើរឿងអាក្រក់បែបនេះឯងមិនគិតថាធ្វើរឿងអត់ប្រយោជន៍ទេហេតុអីអ្នកគ្រូត្រូវការហេតុផលជាមួយអំពើទាំងនេះមកពីឯងនឹងងងទៅមិនដឹងអ្វីស្រីសំអុយខ្ញុំបានលួចរៀនវិជ្ជារបស់សាយយ៉ាងមិនឯងហ៊ានបង្ហាញនៅចំពោះមុខអ្នកគ្រូរបស់យើងបានយ៉ាងម៉េចទៅឯងជាមេឆ្កែល្អរបស់មូរងវ៉ាន់ណឺស្រីចង្រៃស្រីចង្រៃទៅទូប៉ាត់អ្នកគ្រូរបស់នាងទៅខ្ញុំទៅរកគាត់ឯងកុំយកឈ្មោះអ្នកគ្រូរបស់យើងមកអ្នកគ្រូរបស់យើងប្រកាសជារកអ្នកណាម្នាក់ឲ្យមកជួយយើងបានយើងនឹងរងចាំលោកមិនអីទេ ពួកគេណែណា ខ្ញុំដេញតែឆ្កែហើយ និយាយអញ្ចឹងលោកតារបស់ខ្ញុំ លោកតារបស់លោកមិនអីទេឲ្យគាត់សម្រេចបានច្រើនទេ អូអរគុណហើយ លោកចេះត្រឹមតែពាក្យអរគុណលោកមិនបាននិយាយអារម្មណ៍អ្វីចេញមកទេហ៎គួរឲ្យស្ដាយណាស់ដែលពួកគេមានវាសនានៅក្រោមអំពើអាក្រក់ហើយពិតជាសំណាងល្អហើយ បានអញ្ចឹងចេញទៅក្រៅជាមួយខ្ញុំទៅនេះជាអ្នកណា ខ្ញុំគឺជាគូស៊ីជូគឺជាសិស្សរបស់សំណាក់អ្នកគ្រូសៃចៃ គឺជាការពិតហ៎ ប៉ាត់មែនហើយខ្ញុំមានអារម្មណ៍ដូចជាឃ្លានហើយខ្ញុំមិនបានញ៉ាំអ្វីមកចាំថ្ងៃហើយខ្ញុំគួរតែរកអ្វីញ៉ាំ តើនាងកើតអីហ្នឹង ពោះរបស់ខ្ញុំដូចជាឃ្លានបន្តិចហើយ មិនបានពិនិត្យឲ្យច្បាស់លាស់មុនពេលនាងមានបំណងពិតប្រាកដនាងត្រូវតែរស់នៅទីនេះនាងមិនអាចចេញទៅបានទេ មនុស្សប្រុសម្នាក់នេះមានអារម្មណ៍ប្លែកដល់ហើយលោកសុំដាក់ខ្ញុំចុះទៅខ្ញុំអាចដាក់ដល់ខ្លួនឯងបានក ុំគិតពីអ្វីអសោះអាការៈរបស់លោកតានៅមិនតាន់បានស្រួលនៅឡើយទេខ្ញុំត្រូវការនាងហេណែ កុំមកប៉ះខ្ញុំ សួស្ដីថ្ងៃមិនក្តៅទេនៅតែជាអន្តា ភាពសង្ហារបស់មនុស្សប្រុសម្នាក់នេះគឺពិតជាមិនអីទេការប៉ាត់ទៅមកពីចរិតរបស់គេរឹងរូសកុំមកប៉ះខ្ញុំ កាយនាងនិយាយថានាងកំពុងចង់រស់នៅជាមួយខ្ញុំហ៎ ខ្ញុំមិនបាននិយាយអីទេលោកកាត់ដាក់ខ្លួនលោកទេដឹង នាងអត់ទេមិនមែននាងនិយាយទេតើអាចជានាងយ៉ាងម៉េចទៅ ខ្ញុំមិនបានបន្លប់ខ្លួនធ្វើជាសួនមនុស្សទេប៉ុន្តែខ្ញុំក៏ជាមនុស្សស្រីដែរខ្ញុំត្រូវនិយាយរឿងអាម៉ាស់បែបនេះនៅធ្វើឆ្ងល់ធ្វើស្អីទេ ចំមែនហើយ លោកជាធ្វើខ្លួនឯងនឹងក្រនបាសមែនលោកប្រុស សំអាតអ្វីមែនទេ ចាស់លោកប្រុស ហេតុអីខ្ញុំដូចជាភ្លេចអ្វីមិនដឹងទេតើនាងប្រាប់រឿងប្រភេទនេះឲ្យពួកគេដឹងយ៉ាងម៉េចពួកគេមិនស្អីល្អហើយមិនថាមានអ្វីទេសូមរកអ្វីមួយយ៉ាងមកឲ្យខ្ញុំមកខ្ញុំត្រូវការម្ហូបខ្លះឆាប់យកមកឲ្យខ្ញុំភ្លាមមក ថាម៉េច មិនយល់មែនទេមានដែរទេ ចាស់មានប៉ុន្តែលោកប្រុសចង់ធ្វើវាសម្រាប់អ្នកណាលោកប្រុសមានពេលពេញមួយថ្ងៃសម្រាប់ធ្វើវាទេ មានច្រើនអត្រានេះផងហ៎ ថាម៉េចលោកប្រុស បើអញ្ចឹងមានអ្វីតែទួយទេ ចាស់លោកប្រុស កុំយល់ខុសជាមួយខ្ញុំវាជារបស់អ្នកនាងគូ លោកប្រុសខ្ញុំយល់ហើយលោកប្រុស អូឆាប់ទៅយកមក បើអញ្ចឹងខ្ញុំនឹងយកវាមកឲ្យលោកប្រុស ទៅ លោកប្រុសមានចរិតប្លែកណែយកទៅកុំយល់ខុសជាមួយខ្ញុំយល់ថានាងនឹងមានប្រយោជន៍សម្រាប់ខ្ញុំសម្រាប់បានល្អទៅ ការពិតទៅលោកអាចស្បែកចិត្តបានហើយបើលោកនៅតែមានអារម្មណ៍អឹមអៀនការពិតទៅលោកអាចមានឱកាសមានប្រពន្ធបានដែរទេ ជាការពិតហ៎ ការពិតទៅខ្ញុំអាចយកវាទៅខ្លួនឯងបាន
អ្នកនាងនេះគេស្គាល់ទឹកថ្នោតដែលអ្នកប្រុសឲ្យខ្ញុំចាំឲ្យអ្នកនាងមិនបាច់ស្គាល់ទឹកថ្នោតទេខ្ញុំបានបដូរវារួចហើយខ្ញុំទុកនៅទីនេះឲ្យអ្នកនាងចាប់បានអរគុណហើយ នាងយ៉ាងម៉េចហើយ គ្រប់យ៉ាងល្អហើយខ្ញុំអាចបដូរវាដែរមិនចាំបាច់មានរបស់ទាំងនេះ ម្សិលមិញក្រែងនាងនិយាយថានាងបានចំណាយពេលឲ្យបានការមែនទេ ក្រែងលោកមិនបាននៅខ្ញុំទេ ហ៎នាងចង់ធ្វើអី ពេលនេះលោកមានអារម្មណ៍មិនល្អនោះទេខ្ញុំខ្លាចថាលោកនឹងរស់នៅមិនបាន7ថ្ងៃផង ខ្ញុំមិនជឿមែនទេនាងមិនប្រាប់ការពិតមែនទេ លោកតែងតែមិនបានគេងនៅពេលយប់តាមែនទេយប់ក្រោយលោកនឹងយល់សັບឃើញមានអ្នកណាម្នាក់នឹងយកចង្វាក់មកចងលោកអស់ទៅឆ្ងាយនៅកណ្ដាលអាត្រៀនលោកឈឺក្បាលឈឺពោះម្យ៉ាងទៀតវាធ្វើឲ្យឈឺពេញ តើ តិច ស្រីម្នាក់នេះអាចដឹងបានយ៉ាងម៉េចទៅខ្ញុំនឹងជឿនាងម្ដងទៀតត្រូវហើយទើបតែកាត់ឡើងម្ដងហើយ ពេលនេះជឿខ្ញុំទេ នាងធ្វើយ៉ាងម៉េចទៅ សូមគេងនៅលើគ្រែដាស់អាវរបស់លោក ថាម៉េចដោះអាវឯង បាទមិនដល់ខ្ញុំអាចដឹងថាមានវិញ្ញាណអាក្រក់នៅលើខ្លួនរបស់លោកបានយ៉ាងម៉េចទេលោកមានវិញ្ញាណអាក្រក់ច្រើនជាងលោកតារបស់លោកទៅទៀត ស្រីម្នាក់នេះនៅតែទទូចឲ្យខ្ញុំដោះខោអាវខ្ញុំខ្លាចតែដោះខោអាវទៅនាងបែរមកទៅខាងនោះទៅ លោកខ្មាស់មែនទេ ខ្ញុំគ្រាន់តែមិនទម្លាប់ បានចាប់ដាក់ឲ្យចេញទេខ្ញុំបែរមកចេញហើយណែខ្ញុំមកគិតថាលំលោកលូឲ្យបានដាក់អាយពិតជាសាច់សោះល្អដល់ហើយ ឈប់និយាយច្រើនទៅឆាប់ធ្វើឲ្យទៅ អាណាកែងរឹកឆ្មាស់ឆ្មៃណាស់មិនអញ្ចឹងទេ ណែនាងនាងចង់សម្លាប់ខ្ញុំហ៎ណែ កុំកម្រើកលោកកំពុងខឹងខ្លាំងណាស់លោកត្រូវតែចាក់ឲ្យចេញឈាមដើម្បីឲ្យរួចបានមួយឆ្នាំបានលោកចាប់ព្យាបាលឲ្យសັບគ្រប់លោកត្រូវរកវាឲ្យឃើញមនុស្សនៅជាមួយជីវិតរបស់ឋានសួគ៌ទាំង9ជាន់ហើយត្រូវយកឈាមរបស់គេមកព្យាបាលទើបលោកអាចព្យាបាលជាតិដាច់យល់ទេ ចំណុចអ៊ីស្រូតអាទីខ្ញុំកំពុងប្រាប់លោកការចាញ់ឈាមបន្តិចបន្តួចវាជារឿងធម្មតាបន្ទាប់មកត្រូវបដិចំណុចរបស់លោកវិធីផ្សេងទៀតគឺនឹងមិនអមនិចមិនត្រូវប្រាស់ពេលវេលាខ្លីពេកទេលោកប្រុងទម្លាប់មើលអ្វីធ្ងន់ធ្ងរបែបហ្នឹងឯងហេតុអីនៅសុកស្រ័យខ្លាំងម្ល៉េះមើលទៅដូចជាប្លែកដល់ហើយប្រហែលជាមិនមែនជារឿងល្អទេហើយមិនស្រួលហើយអ្នកនឹងតូចយ៉ៅសន្លប់ហើយហេតុអីយើងមិនរងចាំប្រាប់លោកប្រុសបងស្រីនៅរងចាំស្អីទៀតមិនក៏មិនប្រញាប់ទៅទេមានអ្វីមិនស្រួលក្នុងបន្ទប់ជាមួយលោកប្រុសនិងអ្នកនាងគូមិនអាចទ្រាំទៀតបានទេលោកប្រុសមិនល្អទេមិនល្អទេអ្នកនាងតូចយ៉ៅសន្លប់ហើយថាម៉េច ថាម៉េចណែយ៉ាយ៉ាតែមានស្អីកាឡើង មិញនេះយ៉ាយ៉ាកំពុងអានសិភៅបន្ទាប់មកក៏ដួលនៅលើសូហ្វាចាប់ផ្ដើមទេជីបចាស់នឹកដង្ហើមគឺធម្មតាទេមើលទៅមិនឈឺអ្វីឡើយដូចជាប្លែកណាស់លែងអ្នកគ្រូតាបងស្រីចាយចាយងងុយគេងណាគូតែគ្មានអ្វីទេខ្ញុំនៅចិត្តនាងមើលឲ្យបានមើលសន្ទុះសិន បាន បងប្រុសទៀន ហេតុអីក៏នាងមកទីនេះ ខ្ញុំឮថាលោកតាឈឺដូច្នេះទើបខ្ញុំត្រូវចំណាយលុយជាច្រើនដើម្បីអញ្ជើញលោកគ្រូហ៊ូស៊ីឲ្យមកដេញខ្វាច់ព្រាកបិសាចខ្ញុំសូមឲ្យលោកគ្រូហ៊ូស៊ីមកមើលលោកតាលោកគ្រូហ៊ូស៊ីគាត់មានបទពិសោធន៍ព្យាបាលជំងឺមកច្រើនឆ្នាំបងប្រុសត្រូវតែជឿមានលោកគ្រូហ៊ូស៊ីលោកតានឹងបានជាក្នុងពេលឆាប់នេះ ខ្ញុំវើហូស៊ីសូមព្យាបាលលោកម្ចាស់លោក គាត់តែក៏ដឹងដែរភ្នែកខ្មៅចង់ចិញ្ចាំខ្លីមនុស្សស្រីប្រភេទនេះមើលទៅដូចជាកញ្ជ្រឹងកន្ទុយ9នេះចង់លេងល្បិចអីទៀតហើយចរិតធម្មជាតិរបស់បិសាចមិនចោលទេ ក្រែងខ្ញុំប្រាប់ឯងហើយថាកុំឲ្យមកកាន់ផ្ទះគ្រួសារលោកតែមែនទេ បងប្រុសទៀនខ្ញុំគ្រាន់តែបារម្ភពីបងខ្ញុំខ្លាចបងមិនគិតពីបាយពីទឹកព្រោះតែសុខភាពរបស់លោកតាខ្ញុំពិតជាគិតពីបងមែនបងមិនត្រឹមតែមិនដឹងគុណទេបងនៅមិនរវល់ជាមួយខ្ញុំទៀតមែនទេ បានហើយវាមិនមែនជាគំរូល្អទេ មើលទៅដូចជាយកចិត្តយកថ្លើមបងប្រុសដល់ហើយសិនដានមនុស្សចរិតអន់ចេញមកបញ្ជាក់ឲ្យឃើញតែម្ដងហេតុអីចាយកំពុងគេងនៅទីនេះនាងឈឺមែនទេ ខ្ញុំមិនដឹងទេសុកនាងក៏កេងលោកតែម្ដងចាំខ្ញុំពិនិត្យឲ្យនាង រកឃើញហើយបញ្ជាក់ថាពួកគេកំពុងព្យាយាមប្រាស់វេទមន្តខ្មែរមកគ្របសង្កត់លើគ្រួសារនេះគឺជារបៀបសម្រាប់មនុស្សរបស់ពួកគេសតតាជាមេឃាតករទាំងអស់អ្នកណាຕົកដាច់នៅទីនេះ នាងនិយាយពីដើមនេះមែនទេដើមនេះគ្រួសារឈិនផ្ដល់ជារង្វាន់ដល់លោកតាគេនិយាយថាជាដើមរបស់អតរិយមិញសេង មែនហើយប៉ារបស់ខ្ញុំបានចំណាយ200លាននៅលើដៃនេះដើម្បីទិញវាមកពីសារៈមន្ទីរការសម្លាប់របស់ចាយគឺព្រោះតែដៃនេះហើយ ពិតមែនណា បងប្រុសទីងស្រីម្នាក់នេះមកពីណានាងហ៊ានថាកដោរបស់ប៉ាខ្ញុំឲ្យទៅលោកតាជាដៃមិនល្អខ្ញុំផ្ដល់មេរៀនដល់នាងណា បានហើយ
កុំសាំងបញ្ហាខ្ញុំទៀតឆាប់ចេញភ្លាមទៅ គេបច្ចេកការពីខ្ញុំអត់ល្អណាស់ខ្ញុំលួងលោមគេឲ្យមានអារម្មណ៍ល្អមិនអត់ប្រយោជន៍នោះទេបងប្រុសទៀនពួកគេកំពុងគិតពីបងណា បើសិនជានាងចង់នៅទីនេះសូមរក្សាភាពស្ងៀមស្ងាត់អ្នកនាងឈិនស្រីតាមបទពិសោធន៍របស់ខ្ញុំច្រើនឆ្នាំអ្នកនាងតូចពិតជាពិបាកព្យាបាលណាស់ព្រោះមានមេរោគតូចចូលទៅក្នុងឆ្អឹងហើយដូច្នេះពិតជាពិបាកព្យាបាលខ្លាំងណាស់ចូលដល់ឆ្អឹងពិតប្រាកដណាស់ហើយចូលដល់ខួរក្បាលទៀតផងបន្ទាប់មកនឹងស្លាប់ជាមិនខានបើមិនព្យាបាលឲ្យមុន3ថ្ងៃទេប្រកាសជាវិបោហើយមានវិធីព្យាបាលទេលោកតើមានវិធីលោកមិនអាចព្យាយាមតទៅទៀតទេត្រូវតែជួយជីវិតអ្នកផ្សេងសិនទៅណាក៏ប៉ុន្តែស្អីទៅនេះគឺជាការចំណាយលុយ200លានលោកតាប្រកាសជាមិនកម្រើកទេព្រោះនេះគឺជាអាចកម្លាំងរបស់ខ្មោចដែលវាបានចូលមកយាយីដូច្នេះត្រូវតែព្យាបាលតារាបណាលោកអាចព្យាបាលខ្ញុំអាចឲ្យលោកច្រើនតាមដែលលោកអាចចង់បានបើលោកព្យាបាលមិនបានទេថ្ងៃនេះកុំគិតថាចេញពីមាត់ទ្វារអីសោះ សូមកុំធ្វើពិតជាជឿហើយប្រើពាក្យគំរោះអី នេះមានសិទ្ធិអីមកចេះដឹងរឿងនេះនេះកំពុងនិយាយពីណា និយាយពីលោកនឹងហើយខ្ញុំដឹងថានេះជាវិធីរកលុយរបស់លោកមិននិយាយគំរាមពួកគេបានគ្រប់គ្នាព្រោះលោកគឺជាអ្នកបង្ករឿងខ្ញុំមិនគិតថាឯងយកជីវិតស្លាប់នៅទីនេះទេនាង លោកប្រុសលូសូមជួយព្យាបាលអ្នកនាងតូចបន្ទាន់ទៅបើរវល់តែពជាពេលអ្នកនាងតូចប្រកាសជាស្លាប់ជាមិនខាន សូមហៅខ្ញុំថាអ្នកគ្រូទេមើលទៅលោកគ្មានសមត្ថភាពលោកព្យាបាលបានតែមនុស្សគ្មានជំងឺទេព្រោះវិជារបស់លោកប្រើបានបោកប្រាស់អ្នកមិនចេះប៉ុន្តែបើព្យាបាលមនុស្សមានជំងឺពិតជាគ្មានសមត្ថភាពទេលោករឹកអាជីពនេះចិញ្ចឹមគ្រួសារមិនល្អឡើយលោកខ្លាចជាមនុស្សបោកប្រាស់ទាំងស្រុងនេះគឺជាអ្វីដែលខ្ញុំដាស់តឿនលោកកុំមកប្រាស់វេទមន្តខ្មែរខ្ញុំមិនយល់ពីរឿងនេះទេតើលោកមានអ្វីមកធ្វើពិតជាតទៅទៀត នាងគឺជាក្មេងស្រីដែលក្អេងក្អាងខ្លាំងណាស់ទោះបីជាសម្ដីមនុស្សម្នាក់នេះអាចយកជាការបានក៏ដោយប៉ុន្តែគ្រប់យ៉ាងវាបានកាត់ឡើងរួចទៅហើយត្រូវតែមានវិធីការពារចាំមើលថាតើនាងនិយាយអ្វីនាងច្បាស់ហើយ ច្បាស់ខ្ញុំហ៊ានធានាព្រោះនេះគឺជាសិស្សរបស់ខ្ញុំ បានចឹងចាត់ការទៅ វាមិនមែនសម្រាប់លោកទេវាសម្រាប់វេចមុខមនុស្សបោកប្រាស់សូមបង្ហាញអាកម្បាំងរបស់គេសូមបំបាច់វេទមន្តអាក្រក់ យ៉ាយ៉ាអ្នកគ្រូឯងយ៉ាងម៉េចទៅហើយ លោកពូខ្ញុំមិនអីទេខ្ញុំគ្រាន់តែមើលដៃនោះស្រាប់តែខ្ញុំសន្លប់តែម្ដងខ្ញុំងងុយគេងហើយក៏ដួលទេខ្ញុំអារម្មណ៍ពីលោកពូខ្ញុំចង់ថើបលោកពូលោកពូខ្ញុំមានអារម្មណ៍ថាដូចជាអ្នកទាំងពីរកំពុងខ្លាចជាប្តីប្រពន្ធនឹងគ្នាហើយ យ៉ាយ៉ាឯងនិយាយស្អី អំពើអាក្រក់កាន់តែចូលមកចិត្តហើយខ្ញុំមិនដឹងថាពេលណាធ្វើឲ្យមនុស្សម្រុសម្នាក់នេះធ្លាក់ក្នុងអនុស្នេហ៍ជាមួយខ្ញុំទេចេញទៅយ៉ាយ៉ាអញគិតថាបងប្រុសនិងបងស្រីកាន់តែដូចជាប្តីប្រពន្ធនឹងគ្នាមែនទេអត់ទេអ្នកមិនគ្មានអំណាចធ្វើជាមនុស្សនៅក្នុងគ្រួសារខ្ញុំទេហេតុអីឯងនិយាយបែបនេះ យ៉ាយ៉ាទៅចូលគេក្នុងបន្ទប់មុនទៅបានហើយលោកគ្រូបោកប្រាស់របស់នាងឆាប់ចេញពីបន្ទប់នេះភ្លាមទៅ បងទៀន លោកប្រុសលោកខ្ញុំគ្មានអំណរអាក្រក់ទេសូមកុំយល់ខុសអីលោកកុំសង្ស័យថាខ្ញុំប្រើវិជាបិសាចសោះអភ័យទោសខ្ញុំផងទៅបានទេខ្ញុំសូមបោចោលណាបើមិនចេញទេឬក៏ឲ្យខ្ញុំខឹងតន់ឆាប់ចេញទៅអាយ៉ាលោកប្រុសលោកពិតជាអស្ចារ្យណាស់យើងមកចំពេលល្មមតែម្ដង លោកប៉ាលោកសាពេកំពុងយករបស់សិស្សច្បងមកមែនទេហេតុអីលោកប៉ាមកទីនេះ បើមិនបានមកជួបលោកតាលោករបស់ឯងយូរមកហើយបើយើងមកសួរសុខទុក្ខគាត់ប៉ាលើថាលោកប្រុសលោកនិយាយថាអ្នកណាដែលចង់ឲ្យយើងព្យាបាលលោកឈិនមិនមែនដូច្នេះទេលោកម្ចាស់ឈិនខ្ញុំគ្រាន់តែកុំឲ្យគាត់កាត់ក្តីខុសសូមលោកមេត្តាដល់ខ្ញុំផងទៅនេះឯងនេះប្រាក់ខ្មោចមករបស់ឯងទៅហើយឯងចង់បានលុយបែរគ្មានសមត្ថភាពទេឆាប់យកគេចេញទៅភ្លាមទៅឲ្យឆាប់ឡើងនេះទៅឲ្យលឿនឡើងឆាប់ចេញទៅឲ្យលឿនមកអរគុណហើយក្មួយប្រុសដែលយកភាពយុត្តិធម៌ឲ្យគ្រួសារឈិនណាសប្បាយចិត្តទៅ ខ្ញុំបោនេះគឺមានរបស់ម្យ៉ាងមកសួរសុខទុក្ខលោកតាលូឡៅហើយទី2គឺបន្តោងថ្លើមថ្មដែលខ្ញុំទៅតែទិញអត់ថ្មីខ្ញុំចង់ជួយវាទៅគ្រួសារលូសង្ឃឹមថាគ្រួសារលូឈិនរបស់យើងនឹងរៀបចំឲ្យបានល្អទៅថ្ងៃអនាគតឡោះពិតមែនទេនេះគឺជាកាដូមកពីគ្រួសារឈិនដែលបានដេញថ្លៃយកមកហើយជារបស់ល្អបំផុតពិតជាមានន័យបំផុតដើម្បីឲ្យជីវិតមានអាយុយឺនយូរណាដូច្នេះត្រូវតែទុកដាក់ក្នុងផ្ទះជាកន្លែងពិសេសផងដែរមិនត្រឹមតែលម្អកែភ្នែកប៉ុណ្ណោះទេហើយវាក៏នាំសង្ឃឹមនិងសំណាងមកឲ្យគ្រួសារផងដែរលោកសាឈិនបើរបស់ល្អដល់ថ្នាក់នេះហេតុអីក៏លោកមិនទុកប្រើសម្រាប់ខ្លួនឯងក្មួយប្រុសហើយកុំខ្លាចអីយើងមិនលេងសើចទេគ្រួសារឈិនរបស់យើងធ្លាប់មានវិបត្តិហើយរឿងហិរញ្ញវត្ថុដូច្នេះទើបយើងចង់ឲ្យរបស់នេះដើម្បីជាការដោះដូរជាមួយប្រាក់ 100000 លានដើម្បីសហការតើសហការស្អីទៅខ្ញុំនឹងចំទាស់មិនព្រមទទួលវាទេលោកឈិន
សូមលោកយកវាត្រឡប់ទៅវិញទៅឥឡូវនេះនឹងធ្វើខ្ញុំមាននៅថ្ងៃណាមួយហើយយើងនឹងធ្វើឲ្យលោកម្ចាស់យីទទួលភាពជោគជ័យហើយនឹងខ្លាចទៅជារបស់យើងអូមិនអីទេខ្ញុំទុករបស់នេះសិនចុះ មិនអាចទេផ្លាតថ្មនេះមិនមែនជារបស់ពិតទេប៉ុន្តែបើលោកទុកវាក្នុងផ្ទះវានឹងពិតជាបំផ្លាញ ហេតុអីនិយាយបែបនេះ ឈ្មោះរបស់គេគឺគីរីនវាពិតជាអាក្រក់បញ្ជាក់ពីគ្រោះថ្នាក់របស់ស៊ីលីនស៊ីសាកុំទទួលវាឲ្យសោះបើទុកវាក្នុងផ្ទះមុខជាត្រូវវានេះមិនខាន តើវាមើលទៅខុសមែនទេខ្ញុំមិនលឺរឿងណាមួយនៅក្នុងគ្រួសារលោកទេហើយស្រីចង្រៃម្នាក់នេះមកពីណាមិនបានជាគេមកនិយាយរឿងនេះទៅវិញនេះជាភ្ញៀវ VIP របស់គ្រួសារលោកតើលោកឈិនមានបញ្ហាអី លោកប៉ាគឺនាងនឹងហើយនាងពិតជានិយាយថាដែរលោកប៉ាបានឲ្យទៅលោកតាជាប្រធ្នូមិនល្អនាងនឹងអាចបងប្រុសយកដៅនោះទៅបោះចោលទៀត បំណងល្អរបស់លោកឈិនត្រូវនេះបំផ្លាញអស់ហើយណាលោកឈិនសូមមើលថាឆ្កែចិញ្ចឹមរបស់លោកឲ្យបានល្អផងលោកតាបានសរសើរពីរបស់មានតម្លៃមកច្រើនឆ្នាំមកហើយមិនដែលមានបញ្ហាអីទេនាងថាដាវដែលលោកម្ចាស់ឈិនបានឲ្យទៅគឺថាមានប្រផ្នូលមិនល្អឯតើប្រផ្នូលមិនល្អស្អីទៅលោកចង់គម្រាមពួកយើងមែនទេខ្ញុំមិនហ៊ានគម្រាមលោកទេខ្ញុំគ្រាន់តែចង់ដឹងការពិតតែប៉ុណ្ណោះខ្ញុំគ្រាន់តែចង់បានផុសតាំងពីនាងតែប៉ុណ្ណោះ ចង់បានផោះតាំងឯងបានខ្ញុំអាចពិសោធន៍ឲ្យឃើញបានរបស់ទាំងពីរយ៉ាងនេះពិតជាមានប្រធ្នូមិនល្អទេ បើនាងអាចពិសោធន៍វាឲ្យឃើញនោះខ្ញុំសូមយកនេះធ្វើជាគ្រូរបស់ខ្ញុំបើពិសោធន៍មិនឃើញទេត្រូវតែគោរពបាតជើងរបស់ខ្ញុំ កុំអាលបើខ្ញុំអាចពិសោធន៍ឃើញមែននោះលោកឈិនសូមមេត្តាប្រាប់ខ្ញុំមកថាអ្នកណានៅពីក្រោយខ្នងលោកយ៉ាងម៉េចដែរ គ្រួសារលោកពិតជាគួរឲ្យចាប់អារម្មណ៍ឲ្យអ្នកកវិលសេះមកបង្កបញ្ហាបែបនេះនាងមកពីគ្រួសារលោករបស់ខ្ញុំអ្វីដែលនាងនិយាយក៏ដូចអ្វីដែលខ្ញុំនិយាយដែរកាន់តែរឿងធំហើយបើនាងម្នាក់នេះពិសោធន៍នៅអ្វីដែលនាងនិយាយទៅឃើញគ្រួសារឈិនរបស់យើងនឹងឲ្យរង្វាន់នាង10000លានទុកជាមូលនិធិសម្រាប់នាងនៅក្នុងពេលនេះដែរចាប់ពីពេលនេះទៅគ្រួសារឈិនយើងគឺគោរពតាមបទបញ្ជារបស់គ្រួសារលោកប៉ុន្តែបើនាងមិនអាចពិសោធន៍បានទេខ្ញុំចង់ឲ្យមនុស្សដែលបំផ្លាញគ្រួសារឈិនយើងយកនាងទៅបោះចោលពីឆ្ងាយពីផែនដីនេះខ្ញុំមិនព្រម ឲ្យមកគិតពីមុខមាត់របស់គ្រួសារលោកទេដែលឯងខ្លាចក្នុងរឿងបែបនេះនោះលោកគិតច្រើនខ្ញុំលោកទៀនមិនឲ្យមនុស្សរបស់ខ្លួនធ្វើជាការភ្នាល់ទេវាមិនសម្រេចទៅលើលោកទេ មនុស្សរបស់គេនេះគេចាត់ទុកខ្ញុំជាមនុស្សរបស់គេហើយ ខ្ញុំមិនគិតទេថាលោកមានមិត្តប្រតិបត្តិទៅលើមនុស្សស្រីបែបនេះហើយបារម្ភពីនាងដល់ថ្នាក់នេះបើលោកចាញ់ខ្ញុំនឹងយកទ្រព្យសម្បត្តិរបស់គ្រួសារលោកមកដាក់ឆាឈ្មោះរបស់ខ្ញុំតើព្រមដែរទេលោកហ៊ានភ្នាល់ទេព្រមលោក មើលទៅដូចជាលោករៀបចំរួចហើយវាគ្រាន់តែជាការចៃដន្យទេក្មេងតូចម្នាក់នេះត្រូវចាំថានាងជាអ្នកធ្វើឲ្យទ្រព្យសម្បត្តិរបស់គ្រួសារត្រូវមកនៅជារបស់លោកឈិននាងពិតជាបានជួយគ្រួសារឈិនដល់បំផ្លាញគ្រួសារលោកនាងពិតជាទទួលអំពីព្រះហើយគឺនាងពិតជាអស្ចារ្យខ្លាំងណាស់ លោកប៉ាខ្ញុំចង់បានបងប្រុសលោក ឯងពិតជាល្ងងើឯងមិនមែនដើម្បីគ្រួសារឈិនរបស់យើងទេកុំហៅយើងថាជាលោកប៉ាឲ្យសោះណា លោកប៉ា ចេញទៅ លោកពិតជាជឿជាក់លើខ្ញុំខ្លាំងណាស់ តើអាចធ្វើអ្វីទៅខ្ញុំមានជំរឿនដែរទេពិសោធន៍តែម្ដងទៅ ការពិសោធន៍វាងាយបំផុតវិញ្ញាណអាក្រក់ចូលចិត្តយកជីវិតមនុស្សច្រើនបំផុតមានអាត្រីមួយបានលោកយករបស់ទាំងពីរនោះដាក់ឲ្យជាប់អាត្រីនេះហើយយករបស់មួយទៅពិសោធន៍ទៅ ល្អ របស់នេះអាចទៅយ៉ាងម៉េច យ៉ាងម៉េចដែរ ពិតជាមិនអាចទៅរួចទេឯងបោកបញ្ឆោតលោកឈិនហើយណែលោកមិនអាចប្រឹងទៀតទេ អរគុណឲ្យលោកឈិនបញ្ជូនទ្រព្យសម្បត្តិមកឲ្យយើង ខ្ញុំសុំទោសលោកឈិនខ្ញុំជម្រាបលាទៅមុនសិនហើយនេះបើមិនខ្ញុំមិនបានប្រយ័ត្នខ្ញុំមិនគិតថាគ្រួសារលោកមានមនុស្សជំនាញបែបនេះសោះល្អហើយលោកយើងមកលេងម្ដងទៀតទៅតើយ៉ាងម៉េចដែរខ្ញុំបានប្រាប់លោកឈិនគ្រប់យ៉ាងសម្រាប់ទៅលើនាង បើលោកឈិនចង់ប្រកួតហើយខ្ញុំនឹងកំដររហូតដល់ទីបញ្ចប់តែទោះយ៉ាងណាលោកឈិនលោកកុំភ្លេចនៅអ្វីដែលលោកបាននិយាយបើសិនជាខ្ញុំឈ្នះលោកត្រូវតែប្រាប់ខ្ញុំថាអ្នកណានៅពីក្រោយខ្នងរបស់ ខ្ញុំ លោក ចង់នាងមើលឲ្យបានច្បាស់នៅពេលក្រោយគិតថាវាជាសំណាងអាក្រក់សម្រាប់ខ្ញុំកុំបារម្ភខ្ញុំមិនគិតទេបើខ្ញុំចាញ់ឯងពិតជាបកកែមើលថ្លើមថ្មគ្រោះថ្នាក់ហើយនឹងអាចកំបាំងមែនទេហើយប៉ុន្តែរឿងនេះវាជាការចៃដន្យទេថ្ងៃនេះខ្ញុំបានយកម្ចាស់គ្រូមកពីដំណាក់ទៀនជីពិភាក្សាជាមួយក្មេងស្រីម្នាក់នេះណាចូលមកនាងទេដែលជាអ្នកបំផ្លាញកិត្តិយសរបស់យើង គឺខ្ញុំនេះហើយ
មើលទៅនាងដូចជាមិនប្រមាណពីសមត្ថភាពខ្លួនប៉ុន្តែគួរអាណិតណាស់ថ្ងៃនេះគឺជាថ្ងៃអវសានរបស់នាងហើយ ជាមនុស្សនៅក្នុងសំណាក់សួនមិនមកគួរណាស់រស់នៅតែខូចឈ្មោះសំណាក់តតែសោះអាចប្រាថ្នាអាក្រក់ប្រឆាំងជាមួយមនុស្សល្អខ្ញុំត្រូវតែរកមធ្យោបាយចិត្តរបស់ជាដៃលោក យើងរស់នៅប្រឆាំងជាមួយនឹងអ្នកប្រឆាំងជាមួយយើងកុំនិយាយថាខ្ញុំធ្វើបាបនាងអសរណាខ្ញុំធ្វើអ្វីជារឿងរបស់ខ្ញុំស្នើសុំអនុញ្ញាតពីលេខាសំណាក់ទៀនជីនាងដឹងបានតែម្យ៉ាងប៉ុណ្ណោះកំពុងតែចេញទៅភ្លាមហើយទៅឲ្យឆ្ងាយពីរបស់ទាំងនេះទៅនាងមិនបានដឹងទេក៏មិនទៅថាខ្ញុំសម្លាប់មនុស្សអសរណា បានលោកទៅចង់បាត់ភ័ក្រអាមាត្យឲ្យខ្លួនលោកហើយខ្ញុំនឹងមិនខ្វាត់លោកតទៅទៀតទេ សម្ដីប្រហិនគ្រាន់បើអញ្ចឹងបានយ៉ាងមិនដែរ កាប់ប៉តេនេះមិនមកជាវិធីប្រាស់វេទមន្តអំណាចទៀនជីទេខ្ញុំគិតថាវាគឺជាអ្វីម្យ៉ាងទៅវិញទេ នេះឯងពិតជាដឹងពីសំណាក់អង្គការរបស់ទៀនជីយើងអីតើឯងជាអ្នកណាទៅ ខ្ញុំគឺជាអ្នកណាមែនទេហេបាញ់ចឹងមើលតែខ្ញុំធ្វើឲ្យលោកមើលអ្វីម្យ៉ាងអាចជារបស់ខ្ញុំមើលអាចច្បាស់ទេ ចិត្តសិលមកភ្លឺរាត្រីព្រះជាម្ចាស់អើយនាងពិតជាខ្លាំងណាស់ខ្ញុំមិនអាចប្រឆាំងជាមួយក្មេងស្រីនេះបានទេសូមអភ័យទៅផងនេះអីឡៅអីនេះគឺមុខមាត់គ្រួសារឈិនណាលោកឈិនណាថ្ងៃនេះខ្ញុំមិនអាចធ្វើបានទេខ្ញុំទៅសិនហើយហេតុអីទៅនាងគ្រាន់តែជាក្មេងស្រីម្នាក់ទេមិនក៏អាចខ្លាចដល់ថ្នាក់នឹងទៅនាងបានដឹងពីច្បាប់របស់សូនមិននិងអាចកម្បាំងរបស់ដំណាក់ទៀនជីរបស់យើងអស់ហើយនាងជាសិស្សរបស់សាវយ៉ាវលីងឃើញនាងដូចជាឃើញអ្នកគ្រូរបស់នាងចឹងដូច្នេះខ្ញុំគ្មានជំរឿទេខ្ញុំសុំទោសផងចុះនេះពួកឯងទាំងអស់នេះស្ទើរគ្មានបានកោ លោកឈិនខ្សែកនេះក្រេតដែលលោកពាក់ជុំពេញកោរបស់លោកមនុស្សម្នាក់នៅក្នុងសំណាក់សួនមិនឲ្យទៅលោកមែនទេ ឯងដឹងដល់របៀបណា មនុស្សម្នាក់នោះបាននិយាយថាបន្ទាប់ពីលោកចឹកវាបាត់មួយខែវាធ្វើឲ្យលោករឹបអូសយកឧស្សាហកម្មរបស់គ្រួសារលោកអស់មែនទេប៉ុន្តែលោកមិនដឹងទេបែបនោះនេះក្រេតដូចជាជីវិតលោកមិនអាចទទួលភាពល្អប្រសើរវាកំពុងតែជក់ឈាមយកជីវិតរបស់លោកបន្តិចម្ដងឲ្យឈានទៅរកភាពវិនិច្ឆ័យ មិនអាចទេយើងជឿច្បាស់ណាស់ថាវានឹងល្អប្រសើរនៅថ្ងៃក្រោយសិលមិញយើងចង់ហៅតលេខាទិញ 100000 លាន លោកមិនដឹងថាអ្វីដែលលោកបានឲ្យហើយត្រូវចឹកមកនៅភាពវិនិច្ឆ័យហិនហោចនោះទេលោកមានអារម្មណ៍ត្រូវខូចខាតដែរទេទាំងបាត់បង់អំណាចលោកមានអារម្មណ៍ថានឹងត្រូវបាត់បង់ក្នុងពេលឆាប់ដែរទេ នេះហ៎ លោកយកទេវាត្រូវលួចពីលោកទៅអស់ហើយលោកមិនមានជីវិតរស់បានត្រឹមតែ7ថ្ងៃទេ គឺមិនអាចទៅរួចទេ លោកប្រាប់ខ្ញុំថាអ្នកណានៅពីក្រៅក្នុងរឿងនេះក្រែងលោកខ្ញុំធ្វើឲ្យលោកផុតពីគ្រោះថ្នាក់បានបើមិនដូច្នេះទេសូម្បីតែព្រះក៏មិនអាចជួយលោកបានដែរ នេះខ្ញុំនឹងនិយាយខ្ញុំនឹងលោកឈិនលោកយ៉ាងម៉េចទៅហើយលោកឈិននេះបញ្ញាបញ្ជូនលោកឈិនទៅទីពេទ្យភ្លាមទៅសុំជិះតែសម្រួលអញ្ជើញ លូសៀងសំណាប់គេកុំទុករស់ឲ្យសោះប៉ិតណាស់នាងគឺជាសាច់ច្បាស់របស់ខ្ញុំ សេយូអរគុណសម្រាប់អ្វីដែលបានកើតឡើងបាញ់មិញនេះបើមិនបាននាងទេខ្ញុំមិនអាចចាប់កំហុសអ្នកណាបានឡើយប៉ុន្តែនាងដឹងរឿងទាំងអស់នេះនៅក្នុងចិត្តរបស់នាងយ៉ាងម៉េចទៅ មិនអីទេយើងជួយគ្នាទៅវិញទៅមកទេសូម្បីតែលោកក៏បានជពាក់ខ្ញុំដែរត្រូវទេ ហេតុអីស្រីម្នាក់នេះនិយាយបានគ្រប់បែបយ៉ាង នេះគឺជាអៃស្គ្រីមដែលយាយចូលចិត្តបងស្រីសាក់ភ្លក់មើលទៅប៉ិតជាឆ្ងាញ់ណាស់យាយប្រកេះមែនប៉ិតមែននេះលពូរបស់ខ្ញុំក៏ចូលចិត្តញ៉ាំវាដែរបងស្រីចង់យកវាទៅឲ្យគាត់ខ្លះទេចង់ឲ្យខ្ញុំយករបស់នេះទៅឲ្យមនុស្សឆ្មាញ់ញ៉ាំខ្ញុំជួយគេមិនបានទេបើឯងចង់ឲ្យគេញ៉ាំរងចាំឲ្យគេមកទៅនេះខ្លួនឯងទេយាយញ៉ាំទេពេលនេះអ្នកគ្រូត្រូវសិក្សាបន្តទៀតណាលោកប្រុសសំណប់នៅក្នុងបន្ទប់សិក្សាហើយថាម៉េចប៉ិតជាមិនល្អទេល្អតែអ្នកគ្រូលពូអាចនឹងមានវិញ្ញាណអាក្រក់មកប៉ះពាល់កថាបានតែវាអាចដែរទេពេលនេះគេអ្នកណាអ្នកនាងគូគេនៅខាងក្នុងអ្នកនាងចូលទៅខាងក្នុងសិនទៅខ្ញុំនឹងផ្ដាប់ដំណឹងឲ្យលោកម្ចាស់ចារួចរាល់ហើយលពូពេលនេះខ្ញុំអាចជួយលពូព្យាបាលហើយកុំឲ្យខ្ញុំដឹងអីសោះណាមើលតែគេមិនដូចជាសំណាប់អ្វីទេគេកេងផ្អែកទៅលើស្លងចាក់ស្រួល មនុស្សស្រីម្នាក់នេះអត់ចង់បានអ្វីទេ នេះគឺជាការថាបដំបងរបស់ខ្ញុំហើយ នាងចង់ប្រើរាងកាយរបស់នាងធ្វើឲ្យខ្ញុំសប្បាយតើពិតមែនដែរទេ មិនមែនទេខ្ញុំមកទីនេះដើម្បីមើលឲ្យច្បាស់ថាលោកពិតជាសំណាប់មែនឬក៏អត់ ស្លាប់មែនទេនាងចង់មើលពេលដែលខ្ញុំស្លាប់ទេដឹងអី អត់មានទេពួកគេនិយាយថាលោកបានសំណាប់ដូច្នេះខ្ញុំមកមើលលើ ពួកគេមិននិយាយបែបនេះទេនាងដឹងបានយ៉ាងម៉េច លោកកំពុងធ្វើអ្វីតែកណ្ដាស់ថ្ងៃត្រង់ ស្ដាប់ខ្ញុំណាខ្ញុំព្រមឲ្យនាងធ្វើជាមនុស្សស្រីរបស់ខ្ញុំ បាត់ហើយ នាងកាន់តែឈានជាងម្ដងបន្តិចម្ដងខ្ញុំហើយចង់ដឹងការពិតរបស់ខ្ញុំក្រែងនេះជាគ្រូរបស់យ៉ាវយ៉ាវហើយនាងហ៊ានមករកខ្ញុំ ខ្ញុំ យ៉ាងម៉េចមិនហ៊ាននិយាយហ៎ ខ្ញុំប្រាប់លោកហើយលោកនៅតែយល់ច្រឡំ
ឡំខ្ញុំមករកលោកព្រោះតែខ្ញុំខ្លាចលោកស្លាប់មុនថ្ងៃខួបកំណើតរបស់លោកប៉ុន្តែលោកយល់ថាខ្ញុំមកជួយលោកទេលោកបាច់គិតថាខ្ញុំមករកលោកហើយលោកមិនបានគិតពីថ្ងៃខួបកំណើតរបស់ខ្ញុំទេ ឲ្យខ្ញុំគិតពីថ្ងៃកំណើតរបស់នាងនាងគិតថាខ្ញុំជឿនាងហ៎ លោកគិតថាខ្ញុំជួយលោកគឺព្រោះតែលុយខ្ញុំមិនគិតថាលោកជាមនុស្សអកតេបែបនេះតោះតែសោះលោកមិនយល់ពីអ្វីទាំងអស់ សុំទោស លោកពូលោកគួរតែលេបថ្នាំបើមិនអាចព្យាបាលបានទេលោកគួរតែទៅមន្ទីរពេទ្យរកចិត្តទេអ្នកគ្រូកំខាំងអីរឿងទាំងអស់គឺជាកំហុសរបស់យាយទេការប៉ុន្តែខ្ញុំចង់ឲ្យលោកពូរបស់ខ្ញុំមានភាពតខ្លួនដោយការពីលើកមុនប៉ាម៉ាក់និងលោកតាលោកយាយរបស់យាយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍អស់ហើយលោកពូបានបន្តខ្លួនគាត់ថាមកពីកំហុសរបស់គាត់ខ្ញុំចង់ឲ្យអ្នកទាំងពីរធ្វើជាប៉ាម៉ាក់របស់ខ្ញុំអ្នកនៅខាងក្រៅនិយាយថាលោកពូគឺជាផ្កាយព្រះគ្រោះទៅសម្រាប់ពួកគាត់ដូច្នេះហើយតើលោកពូរបស់ខ្ញុំទៅជាមនុស្សបែបនេះនឹងណាអ្នកគ្រូអត់ទៅឲ្យលោកពូខ្ញុំផងទេលោកគ្រាន់តែជាពាក្យសម្ដីរបស់អ្នកខាងក្រៅទេប៉ុន្តែវាជាសម្ដីយ៉ាងធ្ងន់សម្រាប់គេហេតុអីពួកគេរំខានគេខ្លាំងម្ល៉េះយើងត្រូវតែរកវិធីដើម្បីឲ្យគេសប្បាយចិត្ត យ៉ាយ៉ាកុំប្រាប់គេច្រើនពេក លោកពូយាយពិតជាមិនចង់ឲ្យលោកពូទទួលបន្ទុកច្រើនពេកទេប៉ាម៉ាក់របស់យាយមិនមែនស្លាប់ដោយសារលោកពូឡើយវាគឺជាវាសនាទាំងអស់គ្មានអ្វីតាក់ទងជាមួយលោកពូទេម្យ៉ាងវិញទៀតលោកពូតែងតែមើលថែយាយបានល្អណាស់លោកពូគឺមិនអាចប្រែប្រួលទេ យ៉ាយ៉ាលោកពូដឹងហើយ អ្នកគ្រូសូមកុំខឹងជាមួយលោកពូរបស់ខ្ញុំអីណាចាព្រោះតែយាយនឹងហើយទើបយើងមិនប្រកាន់នឹងគ្នាអ្នកគ្រូមិនខឹងទៀតទេមិនខឹងទេខ្ញុំដឹងហើយថាអ្នកគ្រូចិត្តខ្ញុំខ្លាំងណាស់និយាយអញ្ចឹងគ្រូសាស្ត្រលើរបស់លោកមានតំណែងជាមួយអ្នកណាទេហេតុអីតែងតែមានមនុស្សព្យាយាមតែប្រឆាំងជាមួយលោកយ៉ាងនេះ ពួកគេចំណានជាមួយនឹងឋានៈគ្រួសាររបស់យើង ហើយចុះវេលានេះបន្ទាប់ពីប្រសាទវិញ្ញាណអាក្រក់ហើយលោកត្រូវតែរកថ្មឲ្យបាន500ដុំដើម្បីការពារវិញ្ញាណអាក្រក់ទាំងនោះហើយជើកវាមកទុកនៅក្នុងវិឡាបើមិនដូច្នេះទេលោកតានឹងយាយឈឺជិះមិនខានហើយលោកនឹងស្លាប់ភ្លាមក្នុងរយៈពេល3ថ្ងៃអ្នកគ្រូតើវាធ្ងន់ធ្ងរមែនទេព្រោះតែរឿងនេះហើយ7ថ្ងៃទៀតយើងនឹងរកថ្មទាំងនោះមកការពារកុំឲ្យមានគ្រោះកំណាយបើអញចង់អញអាចកំទេចវាចោលបានអញត្រូវតែរកថ្មឲ្យបាន500ដុំប្រាស់អំណាចរបស់ដើម្បីបំផ្លាញវិញ្ញាណអាក្រក់ទាំងនោះចំណែកលោកវិញត្រូវធ្វើអំពើល្អឲ្យបានច្រើនហើយវាអាចដោះលោកឲ្យផុតពីវិញ្ញាណអាក្រក់មកលើលោកបាន នៅពេលដែលខ្ញុំឃើញរន្ទះបាញ់ក្រត់ថ្មរន្ទះខ្ញុំគិតថាស្អែកនេះជាថ្ងៃដែលមានតម្លៃសម្រាប់រកឃើញថ្មនោះ បច្ចុប្បន្នដាច់ហើយដូចជាមានអ្វីកើតឡើងនៅពីក្រោយខ្នងរបស់លោកវាពិតជាមានឱកាសហើយឯងនិយាយថាឯងធ្វើឲ្យគ្រួសារទាំងពីរនឹងទទួលភាពបរាជ័យសំទោសអ្នកគ្រូខ្ញុំពិតជាគ្មានបានការទេឯងប្រាប់ទទួលថាឯងមិនបានការទុកឯងក៏គ្មានប្រយោជន៍ដែរអ្នកគ្រូដល់វេនឯងហើយចាមិនចាំបាច់យកឧស្សាហកម្មរបស់គ្រួសារលូទេបើមិនចឹងទីខ្ញុំយល់ហើយចប់សិនមានសម្លេងខ្សឹបខ្សៀវនៅក្នុងកញ្ចក់នេះ មានសម្លេងខ្សឹបខ្សៀវអ្វីក្នុងកញ្ចក់នេះ នេះគឺជាចំណុចពិសេសដែលតាក់ទងជាមួយមនុស្សក្នុងសំណាក់ស៊ុនមិនត្រូវដាក់វានៅក្នុងកណ្ដាលទ្វារទី1វាអាចស្រូបយកទ្រព្យសម្បត្តិមកឲ្យលោកវិញទី2វាអាចការពារមនុស្សនៅក្នុងសំណាក់ស៊ុនមិនឲ្យធ្វើអំពើអាក្រក់បានហើយវាជាការហាមប្រាមនៅទីនេះយ៉ាងណារបស់នេះគឺជាអ្នកយកការឲ្យសំណាក់ស៊ុនមិនមើលទៅដូចជាពួកគេបានមករៀបចំ មានវិធីកំទេចវាចោលទេ ប៉ុន្តែវិធីកំទេចពិតជាងាយណាស់គ្រាន់តែកញ្ចក់នេះជាធម្មតាត្រូវនៅជាមួយនឹងកញ្ចក់ផ្សេងទៀតខ្ញុំត្រូវតែស្វែងរកឲ្យឃើញកញ្ចក់ផ្សេងទៀតដើម្បីកំទេចវាចោលទាំងស្រុងវាមើលទៅការរៀបចំផ្ទះនេះវាពិតជាមានរសនិយមពេកហើយរួចរាល់ហើយចុះទេ អរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាមកចូលរួមការដេញថ្លៃដែលមានតម្លៃជាមួយនឹងគ្រួសារគីមរបស់ខ្ញុំនេះជាការស្រាវជ្រាវដើម្បីស្វាគមន៍អ្នកទាំងអស់គ្នាអរគុណអរគុណអរគុណ លោកជីនពិតជាសង្ហា ត្រូវហើយពិតជាសង្ហាមែនត្រូវហើយ ពិតជាអស្ចារ្យណាស់បើបានរៀបការជាមួយមនុស្សដូចជាគី យ៉ានេះគឺលោកលូមែនទេខ្ញុំស្មានថាលោកលូគឺរវល់អន្តើលោកនឹងមានពេលមកចូលរួមកម្មវិធីដេញថ្លៃរបស់យើងផងណោះអូត្រូវទេលោកលូអរគុណហើយដែលលោកបានមានឱកាសមកដេញថ្លៃនៅកម្មវិធីរបស់យើងបែបនេះណានេះជាមួយនឹងកម្រងការដែលមានតម្លៃរាប់ម៉ឺនលានឆ្កែមែនឆ្កែដែលចិញ្ចឹមមើលថែបានល្អមានរឿងខ្លាំងឯងមិនអាចថាជារបស់ឯងទេទោះបីជាឯងខំព្យាយាមអស់ពីសមត្ថភាពរបស់ឯងក៏គ្មានវាសនាដែរលោកលូលោកកំពុងរកមើលមួយណាដែលលោកស្រឡាញ់វាមើលទៅពិតជាស្រស់ឆើតខ្លាំងណាស់លោកលូបើសិនជាលោកមានអ្វីគ្រប់គ្រាន់ហើយហេតុអីក៏លោកមិនអាចឲ្យខ្ញុំបដូរវាឥឡូវនេះទៅលោកជ្រើសរើសទៅមើលទៅមាត់ឆ្កែរបស់ឯងពិតជាផ្កាយព្រុសមែនលោកប្រុសលូមនុស្សស្រីដែលមកជាមួយលោកប្រុសលូធ្វើសញ្ញាឲ្យលោកហើយតើលោកមានន័យយ៉ាងម៉េចហេតុអីក៏លោកមិនធ្វើជាគំរូជាមនុស្សអ្នកមានហ៎តើឯងនេះចង់ស្លាប់ហ៎តើមិនដែរទេចូលមកចាត់ការមនុស្សថោកទាបនេះខ្ញុំទៅយើងនឹងសម្រាប់ឯងចាប់ចូលភ្លាមទៅឈប់សិនហើយយ៉ាតើខ្យល់អ្វីបក់អ្នកប្រុសមកដល់ទីនេះវាធ្វើឲ្យវិញ្ញាណរបស់យើងនេះមានពលឺហើយណា មនុស្សម្នាក់នេះមើលទៅទឹកមុខ
ស្លូតបនប៉ុន្តែបំពេញដោយអំណាចប្រហារជាមេចោតផងហើយពួកគេកំពុងតែស្វែងរកធុរកិច្ចទាំងអស់នៅក្នុងពេលដេញថ្លៃ ខ្ញុំយល់ហើយលោកប៉ាគេធ្វើបាបខ្ញុំត្រូវតែហៅមនុស្សសំខាន់មកចាត់ការគេកុំនិយាយរឿងផ្សេងជាការយកច្រឡំទេខ្ញុំបើកពិភពលោកនេះឲ្យទលាយជាកលឹះមួយដែលធ្វើធុរកិច្ចឆ្ពោះទៅកាន់ភាពមហាសាលតាមរយៈសន្តិភាពផ្លូវចិត្តបាទឯជាអ្នកបាយកូនប្រុសយើងមិនខុសពីវាយយើងជិនប៉ាវនោះទេថ្ងៃនេះខ្ញុំត្រូវតែធ្វើតាមផែនការរបស់លោកម្ចាស់យ៉ានរ៉ាន់មកលោកប្រុសលោកការដេញថ្លៃនេះចាប់ផ្ដើមហើយដូច្នេះសូមជើញមើល សំទោសអ្នកទាំងអស់គ្នាដាក់ឲ្យរងចាំយូរពេលនេះរបស់មានតម្លៃគ្រួសារគេបានដាក់ឲ្យដេញថ្លៃបានចាប់ផ្ដើមហើយដូច្នេះសូមយករបស់ទាំងនេះយកចេញពីកន្លែងប្រមូលផ្ដុំរបស់ជើងរបស់មួយនេះគឺជារបស់ដែលមានមារយាទស្ថិតនៅជារតនសម្បត្តិមកពីតុងហៃស្ទីងសៅបានរក្សាទុក20ឆ្នាំហើយនៅក្នុងខែនេះគឺជាចំនួនមួយដែលនៅតុងហៃបានប្រមូលរបស់ទាំងនេះដើម្បីរក្សាទុកវត្ថុបុរាណសម្រាប់បុព្វបុរសជើងដែលមានឈ្មោះថាព្រះច័ន្ទនិងព្រះអាទិត្យ500ឆ្នាំ យ៉ាងម៉េចដែរមានបញ្ហាអី มันไม่ใช่របស់នេះទេมันមិនទាំងអស់มันមិនជារបស់ដែលមកពីភ្នំតុងហៃមានវិញ្ញាណស្ថិតនៅទេគឺជាថ្មដែលត្រូវលួចមកច្បាស់ណាស់របស់នេះរួមទាំងកញ្ចក់នៅឯមាត់ទ្វារនៅសរុបមកពីហ្វេងស៊ូយកដាក់តាំងនៅទីនេះហើយអាចជារបស់មិនពិតក៏ថាបាន តើវាមានអំណាចខ្លាំងដែរទេ គេហៅភីស៊ូសេជួយបណ្ដេញអំពើអាក្រក់មើលទៅពួកគេពិតជាដឹងយើងត្រូវការថ្មវិញ្ញាណត្រូវការប្រាវិញ្ញាណអាក្រក់ត្រូវនាំមកពីទីក្រុងធំរបស់ព្រៃមរណាពួកវាចង់ឲ្យយើងស្លាប់នេះហើយត្រូវតែពិចារណា ពិតជាកាយសាហាវណាស់ពួកគេនៅតែមានបំណងអាក្រក់បើអញ្ចឹងយើងត្រូវតែធ្វើជាមិនដឹងអ្វីទាំងអស់ហើយចាំមើលគោលបំណងរបស់ពួកគេ ប៉ុន្តែត្រូវបំបីកាត់ដាក់ដេញថ្លៃនៅថ្ងៃនេះខ្ញុំត្រូវការចំណាយពេលខ្លះលោកត្រូវសហការជាមួយខ្ញុំធ្វើជាតួសម្ដែងឲ្យពួកគេជាមុនដូច្នេះខ្ញុំត្រូវតែមើលមុនស្រ័យដើម្បីតាក់ទីបន្ទាប់មកឲ្យពួកគេយល់ព្រមអរគុណហើយណា បាទលោកប្រុសលោករបស់នេះគឺបានប្រមូលទុកទូទាំងពិភពលោកហើយយើងយកគេប្រើប្រាស់របស់នេះគឺដើម្បីនាំទ្រព្យសម្បត្តិឲ្យកាន់តែកើនឡើងពិតមែនរបស់នេះពិតជាមានតម្លៃបែបនេះហើយគ្រួសារលោកយកមកខាងក្រៅដើម្បីដាក់ឲ្យដេញថ្លៃយកមកលោកវាយ៉ាងល្អតើមានអ្នកណាមើលឃើញដែរទេមិនដឹងថាមានអ្វីកើតឡើងទេលោកគ្រូយ៉ានរ៉ាមិនដឹងថាយើងកុហកទេ អូនេះគឺជាកូនប្រុសរបស់ប្តីខ្ញុំតើឯងមកនៅផ្ទះបំរើលោកតារបស់ឯងទេយ៉ាងម៉េចចង់ទិញរបស់ឲ្យមនុស្សស្រីសំអុយម្នាក់នេះតើមែនទេ មិនមែនជារឿងអីរបស់នាងទេដែលមកតាក់ទិញជាមួយខ្ញុំ ណាស់ហើយចាខ្ញុំនឹងប្រាប់ឯងតាមត្រង់ខ្ញុំមកទីនេះខ្ញុំមកទិញរបស់មានអនុភាពមួយចំនួនឲ្យទៅលោកតាដើម្បីជាតំណែងតំណរវាងយើងទាំងពីរនាក់ឲ្យកាន់តែមានភាពស្និទ្ធស្នាលឡើង ខ្ញុំសូមព្រមានកុំយល់សប្តិឲ្យសោះ មិនអីទេខ្ញុំក៏មិនខ្វល់ពីឯងដែរព្រោះឯងខ្ញុំគឺជាអ្នកដែលបានផ្ដល់កំណត់កូនប្រុសម្នាក់ឲ្យគ្រួសារលូចំណែកលោកតាវិញពិតជានឹងមិនឯងខ្ញុំចេញពីផ្ទះទេព្រោះឯងកូនប្រុសរបស់ខ្ញុំមិនបានសម្លាប់ប៉ះម៉ាក់របស់ពួកគេនោះទេ ខ្ញុំមិនគិតថាអ្នកជាមនុស្សមិនល្អបញ្ជាក់ច្បាស់ណាស់ថាអ្នកកំពុងតែតាក់ទងជាមួយគ្រួសារគេចង់ប្រកួតជាមួយទ្រព្យសម្បត្តិរបស់គ្រួសារលូម្ដងទៀតមានអីតាក់ទងជាមួយក្មេងស្រីនេះប្លែកណាស់គួរអាណិតមែនមានលោកគ្រូយ៉ាន់រ៉ានហើយឯងមិនអាចក្អេងក្អាងបានទេអញ្ចេះទេខ្ញុំមិនឆ្លោះជាមួយឯងទេច្បាប់នៅក្នុងការដេញថ្លៃមិនត្រូវមោទនភាពខ្ពស់ពេកទេបើឯងមានលុយគ្រប់គ្រាន់ដេញថ្លៃទេបើឯងគ្មានលុយទេចេញទៅកំណើទៅភ្នែកនៅទីនេះមនុស្សអាក្រក់ទេបដាស់មើលដាស់តឿនដោយបំណងល្អទេ លោកប្រុសលោកចង់ឲ្យអ្នកក្រៅប្រមាថម៉ាក់របស់លោកតើពិតមែនដែរទេខ្ញុំសំប្រាប់គេមិនសមជាម៉ាក់របស់ខ្ញុំទេ តទៅនេះយើងសូមណែនាំអ្នកទាំងអស់គ្នាវាគឺជាព្រលឹងថ្មរបស់ក្រុងវូឡេមកពីភ្នំខុនលុនវាមានអនុភាពនាំយកជីវិតដែលត្រឡប់មកវិញបានចាប់ផ្ដើមតម្លៃ200លានវាពិតជារបស់ល្អអាចនាំជីវិតដែលស្លាប់ហើយត្រឡប់មកវិញបានពិតជាមានតម្លៃមិនធម្មតាទេ200លានណាស់ហើយចាស់ខ្ញុំមិនមានលទ្ធភាពទេ ពេលនេះយ៉ាងម៉េចដែរ យើងធ្វើពុតជាទិញវាសិនទេខ្ញុំនឹងរកវិធីដើម្បីបំបែកវាឲ្យទៅឆ្ងាយ ឡោ500លាន ខ្ញុំ600លានម៉ាក់នឹងកូនប្រុសប្រកួតអំណាចគ្នាបានយ៉ាងម៉េចទេអ្នកមានលុយនឹងមានអំណាចចាប់ផ្ដើមខាំគ្នាដូចឆ្កែហើយថ្ងៃនេះមិនមែន តែឯងមកតាក់ទងស្អីជាមួយរឿងនេះភាពខុសគ្នារវាងសេចក្តីស្រាប់និងការមានជីវិតពិតជារឿងល្អខ្លាំងណាស់ខ្ញុំឲ្យ800លានខ្ញុំឲ្យ1000លាន សូមអបអរផងពិតជាមុនទៅច្រើន សូមអបអរលោកលូ អត់ទេក្រាស់ថ្មរន្ទះទាំង5នេះគឺសុទ្ធតែខ្លាំងៗទាំងអស់ ច្បាស់ហើយ របស់ទាំងនេះគ្រាន់តែជាថ្មធម្មតាទេយើងបានវាយវាមើលរួចហើយ អ្នកនាងតូចត្រូវប្រយ័ត្នអ្វីដែលនាងបាននិយាយការដាក់ដេញថ្លៃរបស់គ្រួសារខ្ញុំសុទ្ធតែជារបស់ពិតទាំងអស់នាងចង់បានន័យថាវាមិនដូចតែនាងនិយាយចេញពីមាត់ទេយើងមិនកុហកទេនាងមិនអាចប្រមាថគ្រួសារគឹមនៅក្នុងសមុទ្រខាងកើតទេធ្វើធុរកិច្ច10ឆ្នាំមកហើយ គ្រួសារគេមានកិត្តិនាមល្បីល្បាញនៅក្នុងសមុទ្រខាងកើតវាមិនអាចទៅរួចទេដែលថាខ្លាំងៗនោះទោះបីនេះក៏មិនជឿជាក់លោកគឹមដែរបើអញ្ចឹងនេះគួរតែជឿចំពោះអ្នកសួន ត្រឹម ជី ត្រូវនាងឃើញដែរទេពួកគេនៅមានភ្នែកមុតណាស់បើនាងមិនជឿទេណាយើងនឹងឲ្យសាវូជីរបស់សំណាក់សូនជីមកបញ្ជាក់ដើម្បីរកយុត្តិធម៌ឲ្យពួកយើង បើអញ្ចឹងលោកត្រៀមខ្លួនទៅហើយលោកកំពុងរងចាំតែចុះ កុំបារម្ភអីខ្ញុំគ្រប់គ្រងនាងពេញទំហឹង ពួកគេនឹងរកមនុស្សមកបំផ្លាញលោកនៅពេលក្រោយលោកត្រូវសហការជាមួយខ្ញុំ នាងត្រូវការពេលយូរប៉ុណ្ណាដែរ មនុស្សប្រុសម្នាក់នេះមើលទៅដូចជាមានភាពស្និទ្ធស្នាលជាមួយខ្ញុំដល់ហើយមិនអីទេក្នុងពេលឆាប់នេះ សាវូជីបានមកដល់ហើយលោកប្រុសលោកក្មេងស្រីម្នាក់នេះនិយាយថាថ្មរន្ទះទាំង5ដុំដែលយកមកដំណាក់សូនជីរបស់ខ្ញុំគឺជាថ្មខ្លាំងខ្លាយនេះហ៊ានធ្វើឲ្យខ្ញុំអាម៉ាស់តើមែនដែរទេមិនក៏នាងនិយាយបែបហ្នឹង ហេតុអីមិន
មាននិយាយថាថ្មរន្ទះទាំង5នេះគឺជាថ្មដែលគេគោរពបូជានៅឯស្នាក់សុនជីរបស់ខ្ញុំជាថ្មខ្លាំងៗនេះច្បាស់ហើយ ច្បាស់ហើយ បើតាមការនិយាយនេះធ្វើឲ្យអ្នករាល់គ្នាជឿថាស្នាក់សុនជីរបស់យើងនឹងទទួលភាពបរាជ័យដោយសារតែបញ្ហាទាំងនេះព្រោះវាជារបស់ដែលគ្មានតម្លៃតើនាងអាចនិយាយត្រូវដែរទេអ្នកទាំងពីរត្រូវតែចងចាំចូលទៅក្នុងគុកតែម្ដងទៅអរគុណលោកប្រធានជីនលោកប្រុសលោកមិនអាចពិសោធន៍វាក៏បានយើងនឹងចាត់ការទៅតាមច្បាប់ហើយយើងនឹងភ្នាល់ដោយដាក់ទណ្ឌជីវិតយើងនឹងរឹបអូសធុរកិច្ចទាំងអស់ប្រឆាំងជាមួយនឹងលោកដូច្នេះគ្រួសារលោករបស់លោកនឹងគ្មានជោគវាសនាទេខ្ញុំខ្លាចតែលោកឆ្លងផុតសម្ដីរបស់លោកមិនបានទេមើលទៅនោះ នេះឯងមកចាត់ទុកខ្ញុំជាម៉ាក់ទេប៉ុន្តែទោះយ៉ាងណាឯងក៏មិនត្រូវរញច្រានគ្រួសាររបស់យើងឲ្យធ្លាក់ចូលរណ្ដៅភ្លើងដែរឯងខ្លាចប្អូនប្រុសរបស់ឯងមែនទេខ្លាចគេទៅណាអត្តសញ្ញាណជាប្រធានរបស់ Lu Inter Group ដូច្នេះវាគ្រាន់តែធ្វើឲ្យមានបំណងល្អទី អញ្ចឹងផងហ៎ លោកឃើញទេគេយល់ព្រមហើយមើលទៅគេដូចជាផ្សំព្រេងពេកហើយមិនធម្មតាទេគេនៅតែជាមនុស្សរបស់លោកស្រីពិតជាអាក្រក់មែនយ៉ាងហោចណាស់គេគួរតែធ្វើល្អជាមួយគេដែរពិតជាគួរឯកសារគ្រួសារឯងពិតជាគ្រួសារជុំលោកជើងបានផ្ញើរបស់ខ្លះមកឲ្យខ្ញុំទាំងកណ្ដាលជប់ណាគ្មានរឿងអីដែលធ្វើឲ្យខ្ញុំអាម៉ាស់មុខទេល្អណាស់លោកត្រូវធ្វើតាមពួកគេច្បាស់ក្នុងចិត្តហើយពួកគេគាំទ្រលោកឲ្យលេងហ្គេមមើលទៅលោកមិនប្រកាសនៅក្នុងចិត្តទេត្រៀមខ្លួនធ្លាក់ចូលក្នុងរណ្ដៅភ្លើងឲ្យហើយទៅសូមកំរាមក្មេងស្រីម្នាក់នេះគឺជាបណ្ណាក្នុងកែភ្នែករបស់យើងត្រូវតែកាត់កំទេចឲ្យខ្ទេចតែម្ដងមើលទៅខ្ញុំត្រូវតែដាក់ភ្លើងបន្ថែមហើយ ខ្ញុំមិនដែលខ្លាចអ្នកណាលួចខាំពីក្រោយខ្នងខ្ញុំទេថ្ងៃនេះលោកត្រូវតែធ្វើកិច្ចសន្យាឲ្យខ្ញុំជាមុនដើម្បីប្រគល់ទ្រព្យសម្បត្តិរបស់គ្រួសារលោកមកឲ្យខ្ញុំត្រូវតែបញ្ជាក់បានច្បាស់បានមិនឆ្នៃទេលោកអាចនឹងមិនគោរពសម្ដីធុរកិច្ចต้องឲ្យយើងទាំងមូលនឹងមិនព្រមចោះចាញ់ទេណា នៅពេលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងរាយការណ៍លោកតាថាឯងកំពុងតែបំផ្លាញកិត្តិយសរបស់គ្រួសារពួកយើងនៅខាងក្រៅដោយធ្វើអំពើអាក្រក់ខ្ញុំចង់ឲ្យលោកតាប្រជុំជាមួយអ្នកភាគហ៊ុនទាំងអស់ហើយឲ្យដាក់កូនប្រុសរបស់ខ្ញុំឡើងមកធ្វើជាប្រធានរបស់ Lu Inter Group ព្រោះឯងមិនស័ក្តិសមទេគឺមកពេលខ្ញុំនិយាយថារបស់នេះគឺជារបស់ខ្លាំងៗតាស់មែនទេតែគ្មានអំណាចស័ក្តិសមធ្វើជាប្រធានរបស់ Lu Inter Group ឬមួយក៏មិនពិតនៅមានអ្វីសំខាន់ជាងនេះកូនប្រុស Luffy របស់ខ្ញុំពិតជាស័ក្តិសមធ្វើជាប្រធានក្រុមហ៊ុននេះណាគេនឹងធ្វើឲ្យបានផលប្រយោជន៍ជាមួយនឹងការដេញថ្លៃថ្ងៃនេះមិនបានបំផ្លាញក្រុមហ៊ុនដូចជាអ្នកខ្លះនោះទេ លោកទៀននេះជាកិច្ចសន្យារបស់គ្រួសារគឹមឯងត្រូវតែសញ្ញេនៅលើឯកសារនេះពួកអ្នកទាំងអស់គ្នាជួយធ្វើជាសាស័យបើគេចាញ់គេនឹងប្រកល់ធុរកិច្ចទ្រព្យសម្បត្តិរបស់គ្រួសារគឹមនេះជាកិច្ចសន្យាណាពិតជាមិនធម្មតាទេធ្វើបែបនេះដូចជាជ្រុលពេកហើយណា យ៉ាងម៉េចដែរឯងនឹកគិតអ្វីទៀតលោកទៀនលោកមិនគិតទេថាលោកជាមនុស្សបែបនេះឬក៏អ្នកទាំងអស់គ្នាមើលទៅបងប្រុសរបស់គេដូចជាចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាកំពុងតែដណ្ដើមយកទ្រព្យសម្បត្តិរបស់គេហើយ ទោះបីជាខ្ញុំមិនព្រមឯងអាចធ្វើអ្វីបានទៅចាំមើលថាអ្នកនឹងធ្វើអ្វីបានទៅលោកប្រធានលោកពេលនេះខ្ញុំឈប់លាក់បាំងហើយខ្ញុំមិនអាចទ្រាំឃើញភាពអាម៉ាស់របស់លោកទៀតទេលោកស្រីនេះជាការដេញថ្លៃសម្រាប់ទីផ្សារដូច្នេះត្រូវតែត្រៀមសម្រាប់ដេញថ្លៃលើកនេះតែហេតុអីទៅលោកសិននិយាយថាបេះដូងរបស់ខ្ញុំដូចជាកំពុងឈឺខ្លាំងណាស់ ពិតជាល្អហើយទុកឲ្យលោកសម្ដែងបន្តិចសិនទៅខ្ញុំនឹងកាច់បំបត្តិលោកនៅពេលក្រោយ លោកនៅពេលនេះខ្ញុំប្រាប់លោកនឹងដេញថ្លៃជាមួយនឹងខ្ញុំហេតុអីក៏ថ្មតែនេះខ្លាំងខ្លាយបង្កើតរឿងនេះឡើងដែលគ្មានលទ្ធភាពនឹងទទួលយកបានលោកធ្វើឲ្យខូចកិត្តិយសរបស់ខ្ញុំដោយសារតែការចោទប្រកាន់នេះជារបស់ខ្លាំងខ្លាយព្រោះរបស់ទាំងនេះជារបស់ដែលមានតម្លៃក្នុងពិភពលោកគិតថាវាគ្រាន់តែជាថ្មធម្មតាគេពិតជាចង់យកវាទៅលក់ឲ្យអ្នកផ្សេងទៀតក្នុងតម្លៃរាប់រយលានឯណោះណាត្រូវហើយវាគ្មានរឿងបែបហ្នឹងទេត្រូវមិនគួរជឿទេត្រូវហេតុអីក៏មានតម្លៃដល់ថ្នាក់នេះព្រោះអីវាជារបស់ពិត គីបាញ់អញ្ចឹងហេតុអីក៏លោកមិនចំទាស់ជាមួយគេទេ បើខ្ញុំចំទាស់គេនឹងលេងសើចជាមួយនឹងខ្ញុំហើយគេមិនបានទុកមុខឲ្យខ្ញុំទេគេធ្វើឲ្យខ្ញុំព្រមចំទាស់តើមិនដែរទេ អញ្ចឹងហេតុអីក៏លោកមិនចំទាស់ទេ ខ្ញុំត្រូវតែពិសោធន៍សូមស្ដាប់ការថតសម្លេងនេះចូលណានេះគ្រួសារជាតិកំពុងតែព្យាយាមបំបាក់មុខខ្ញុំហើយពិតជាធ្វើឲ្យខ្ញុំមិនអាចទទួលយកបានទេលោកត្រូវសារការជាមួយនឹងខ្ញុំរៀនខៃបើមិនឆ្នៃទេសូមកុំគិតថាបានរស់ឲ្យសោះណាវិជ្ជាការប៉ិតខ្ញុំមិនគិតថាលោកធ្វើរឿងទុច្ចរិតបែបនេះទេមិនគួរណាធ្វើអញ្ចឹងឡើយ ណែឯងពេលនេះឯងនឹកគិតអ្វីទៀតទេលោកទៀនខ្ញុំមិនគិតថាលោកធ្វើរឿងថោកទាបបែបនេះតោះតែសោះខ្ញុំនឹងជួយលោកទេប្រាប់អីដឹងទៅចាទោះយ៉ាងណាអ្នកបេងសម្លេងមិញនេះអ្នកទាំងអស់គ្នាដឹងទេថាសម័យនេះប្រព័ន្ធបច្ចេកវិទ្យាទំនើបណាស់ខាង AI គេអាចកែប្រែសម្លេងរបស់មនុស្សបានសម្លេងប្រុសទៅជាសម្លេងស្រីអាចខ្លាំងៗបាន នេះចំអនេះកំពុងតែគិតអីថ្ងៃនេះយើងយកកិត្តិយសធុរកិច្ចរបស់យើងមកដាក់ទុនដើម្បីផ្សាយពាក្យចចាមរាមខ្ញុំគិតថាលោកគួរតែដឹងខ្លួនឯងច្បាស់ណាខ្ញុំជាប្រធានក្រុមទាំងមូលមានតម្លៃរាប់ម៉ឺនលានលោកគិតថាខ្ញុំបន្ថយយកលុយមកលេងសើចចំពោះរឿងអត់បានការនេះតែមែនទេមនុស្សដូចជាលោកប្រកាសជាវិនិច្ឆ័យលោកសាកគិតនៅបញ្ហានេះទៅបើមិនឃើញក្តាមឈូឯងនឹងមិនស្រោតទឹកភ្នែកទេយើងនឹងផ្ដល់ហេតុផលមួយដល់ឯងនៅព្យាយាមខ្លាំងទៅមែនទេថ្ងៃនេះឯងត្រូវតែបាក់ស្បាតយើងធ្វើអ្វីតាមផែនការរបស់លោកគ្រូយ៉ានរ៉ានហើយយើងនឹងចាត់ការគេម្ដងមួយជំហានស្រីម្នាក់នេះជាអ្នកណាទេបងមានស្រីនៅខាងក្រៅបងតោកចោលខ្ញុំហើយនឹងកូននៅខាងក្រៅបងពិតជាអាក្រក់ខ្លាំងណាស់ហើយនេះនាងកំពុងហៅអ្នកណាថាជាប្តីគឺលោកលូនឹងណាតែមានអ្វីកើតឡើងនៅទីនេះទេ6ឆ្នាំមុនខ្ញុំបានជួបជាមួយលូទៀននៅពេលនោះខ្ញុំកំពុងធ្វើការជាអ្នកបម្រើនៅក្នុងបារគេបានស្វឹងនៅឯបារពេលនេះគេបានគេជាមួយខ្ញុំបន្ទាប់គេបានបដិសេធមិនព្រមទទួលខុសត្រូវហើយគេថែមទាំងបីខ្ញុំនៅខណៈនោះខ្ញុំមានផ្ទៃពោះខ្ញុំបាន
លោកខ្ញុំមិនគិតថាលោកជាមនុស្សប្រភេទនេះទេ មែនហើយយើងមានច្បាប់នៅក្នុងគ្រួសារលោកមិនអនុញ្ញាតឲ្យមនុស្សមានសន្តានអាក្រក់ដូចឯងចេញមុខនោះទេឯងចង់បានតំណែងខ្ពស់បានយ៉ាងម៉េចទៅវានឹងចង្រៃខ្លាំងណាស់ត្រូវចេញពីគ្រួសារលោកភ្លាមទៅខ្ញុំមិនគិតទេថាលោកនោះគឺជាមនុស្សគំរូបែបនេះមែនហើយមើលទៅគឺគ្មានអ្វីល្អនោះទេ ពេលនេះខ្ញុំគួរតែព្រមឬក៏អត់ទេណា ខ្ញុំដឹងបានយ៉ាងម៉េចទេ ធ្វើជាមនុស្សប្រុសត្រូវតែព្រមឯងត្រូវតែទទួលស្គាល់ នេះគឺជាឯកសារធ្វើទេឈាមតើលោកព្រមឬក៏មិនព្រមខ្ញុំគិតថាគេធ្វើរឿងអញ្ចឹងសោះតើគេធ្វើរឿងគំរូបែបនេះបានយ៉ាងម៉េចទេ មែនហើយ ប៉ារបស់ក៏មិនព្រមទទួលស្គាល់ជីវិតរបស់ពួកយើងទេ នាងកំពុងតែបង្កបញ្ហាតើនាងចង់និយាយពីស្អី ទីបំផុតបានជោគជ័យហើយ នេះឯងកំពុងតែព្រមទទួលហើយសំណើរបស់យើងធម្មតាយើងចង់ឲ្យឯងគោរពតាមច្បាប់របស់គ្រួសារលោកត្រូវផ្ទេរតំណែងជាប្រធានរបស់ក្រុមហ៊ុនឲ្យទៅកូនប្រុសរបស់លូហ្វេរបស់ខ្ញុំហើយនៅក្នុងពេលជាមួយគ្នានេះដែរឯងត្រូវប្រកាសថាឯងនឹងមិនឈានជើងចូលក្នុងសមុទ្រចិនខាងកើត ហើយមិនតែប៉ុណ្ណោះអ្វីដែលឯងបានធ្វើឲ្យយើងបាត់បង់ឱកាសមាសប្រាក់របស់យើងឯងត្រូវសងជាជំងឺចិត្តជាទឹកប្រាក់ 100000 លានឲ្យយើងនឹងមានអ្វីទៀតនឹងមានទៀតត្រូវវាយបំបាក់ជើងរបស់ឯងអ្នកណាឯងធ្វើបាបកូនប្រុសយើង តិចបំផុតបានដល់ឃើញហើយខ្ញុំមិនគិតថាមនុស្សដែលរៀបចំផែនការនេះឡើងដល់ថ្នាក់នេះទេបាទមើលទៅវាជាធម្មតាវាពិតជាភ័យវិបត្តិមិនខានបញ្ជាក់ថាប្រធ្នូមិនល្អមនុស្សដែលសាងអំពើអាក្រក់ត្រូវតែទទួលផលអាក្រក់ត្រូវតែធ្វើឲ្យគេអាម៉ាស់គេនៅគ្រប់ទីកន្លែង តើមានអ្វីកើតឡើងទៅពួកគេកំពុងក្អួតធ្លាក់ឈាមតើវាអាចទៅរួចដែរទេហ្នឹង មែនហើយ ប្រហែលមិនកាន់ចឹងណា និយាយទៅហេតុអីក៏មិននិយាយ តើវាអាចទៅរួចដែរទេ ខ្ញុំបានប្រាប់លោកយូរហើយថាវាធ្វើឲ្យពួកលោកឈឺចាប់បេះដូងមិនអាចកម្រើកបានទេលោកនៅតែមិនស្អាប់មើលទៅថ្មរបស់លោកទេមកពីថ្ម ថ្មកើតអីទៅ វាពិតជាមានវិញ្ញាណអាក្រក់នៅពីក្រៅក្នុងលោកនៅពេលលោកប្រឆាំងជាមួយការពិតវានឹងធ្វើឲ្យលោកក្អួតធ្លាក់ឈាមរហូតដល់លោកព្រមនិយាយការពិតចេញមក ខ្ញុំមានផ្លូវទេនាងកំពុងតែកុហកខ្ញុំស្លាប់បានដោយរបៀបណាទៅហ៎ ទាំងអស់នៅមកពីអ្នកដែលប្រឆាំងថាសួរធ្វើឲ្យថាសួរឈឺចាំ ថ្ងៃនេះខ្ញុំបានធ្វើឲ្យអ្នកទាំងពីរលេងជាមួយនឹងគ្នារហូតដល់តច្រកប្រាប់ខ្ញុំមកអ្នកណានៅមានទៀតគឺឯងលោកលូនឹងហើយត្រូវតែសុំទោសនៅទីនេះហើយមានស្រីសំអុយម្នាក់នេះនៅក្បែរឯងនាងមិនអាចជួយឯងបានទេ លោកដឹងបាត់យ៉ាងម៉េចថាលោកគ្រូនៅពីក្រៅក្នុងលោកហើយលោកគ្រូរបស់លោកមកសម្រាប់ខ្ញុំ ខ្ញុំជីនប៉ៅមានគ្រប់តខ្លួនរបស់ខ្ញុំ ខ្ញុំជល់ហើយហេតុអីក៏លោកគ្រូមិនប្រាប់លោកថាកុំឲ្យលោកនិយាយបំភ្លឺការពិតមើលទៅភីស៊ូតេកំពុងមកយកជីវិតពួកលោកហើយវាគឺជាឈាមដែលស្រូបចេញពីអំពើអាក្រក់វាស្រូបរហូតដល់ស្លាប់មិនយូរទេពួកលោកនឹងដឹងថាថ្មរបស់ពួកលោកមានអនុភាពអាក្រក់យ៉ាងណាលោកលូខ្ញុំសូមវល់សូមជួយខ្ញុំផងទៅគេបានបង្ខំខ្ញុំជីងបើកបានបង្ខំខ្ញុំហើយសម្លេងដែលគេថតទុកគឺជាការកាច់ឆ្នៃទាំងអស់គេបានបន្លំទាំងអស់គេចង់បំផ្លាញកិត្តិយសឯងគេចង់ស្រូបសំណាងរបស់គ្រួសារលោកគេបង្ខំឲ្យខ្ញុំធ្វើតាមបញ្ជាគេ បដិប្រាខ្ញុំយល់ហើយពួកយើងស្ទើរតែត្រូវពួកគេទៅពីបោកប្រាស់ខ្ញុំសូមវល់ខ្ញុំមិនបង្ខំទេខ្ញុំបាននិយាយការពិតប្រាប់នាងបានណាសូមវល់ លោកមិនអាចរកបានស្រួលទេ ត្រូវហើយលោកប៉ាដៃគូធុរកិច្ចរបស់យើងទាំងអង្គបានដកភាគហ៊ុនចេញទាំងអស់ហើយពួកគេកំពុងតែឲ្យយើងសងថ្លៃខូចខាតដល់ពួកគេហើយកាស៊ីណូត្រូវបិទដំណើរការទៀតផងអូយរលាកខ្ទេចខ្ទីអស់ហើយលោកស៊ីនប៉ៅមែនទេគឺលោកណាលោកជាប់ពីបទបោកប្រាស់ណាសូមចេញទៅជាមួយនឹងពួកយើងណាឆាប់ទៅភ្លាមទៅកុំចាប់ខ្ញុំទៅ តែចេះប្រយ័ត្នតែរៀបចំថ្មពិតឲ្យគេនៅក្នុងក្រុមពូឡេទៅជាផ្ទះដើម្បីកម្ចាត់វិញ្ញាណអាក្រក់ តោះ អ្នកគ្រូខ្ញុំបានតាមអានឲ្យពួកគេបានជោគជ័យហើយថ្មរន្ទះត្រូវចេញឲ្យឆ្ងាយពីវិញ្ញាណថ្មទាំងនោះមិនតាន់ត្រឹមត្រូវទេអត់ទេពិតជាបានត្រឹមត្រូវហើយយើងធ្វើទៅតាមការកំណត់ហើយអញគិតថាបានសម្រេចហើយតែនៅពេលនោះមានអ្វីកើតឡើងនៅក្នុងសំណាក់សានគួនទេរៀបចំរួចហើយដល់ពេលវេលាដល់ទីបញ្ចប់ហើយបងអូនស្រីក៏បន្ទោសថាបងមិនគោរពសិទ្ធិអីសោះអ្នកណាធ្វើឲ្យអញខ្លាចទៅជាកូនស្រីពិតរបស់គ្រួសារសានគួនសូមបំផ្លាញវិញ្ញាណអាក្រក់ជាមួយអនុភាពថ្មរន្ទះល្អណាស់អ្នកគ្រូពិតជាប្រកែកមែនមិនបាច់ខ្វះទេ ហេតុអីទៅ ក្រែងថាមិនអីទេពេលនេះលោករស់បានតែកន្លះឆ្នាំប៉ុណ្ណោះខ្ញុំសុំទោសជាកំហុសខ្ញុំដែលបំផ្លាញថ្មរន្ទះទាំង5ខ្ញុំភ្លេចថាលោកគឺជាជីវិតកាយព្រះគ្រូតែនៅសារពេលវេលាកន្លះឆ្នាំនេះលោកពូអាចធ្វើអ្វីទេមែនហើយ តើមានវិធីណាទេ តោះតែលោកអាចរកឃើញឆ្នាំរបស់ព្រះអាទិត្យនិងព្រះច័ន្ទហើយមនុស្សកើតនៅពេលនោះសូមប្រាហងសីរបស់លោកយកឈាមរបស់ហង្ទេពមកធ្វើជាថ្នាំដូច្នេះវានឹងធ្វើឲ្យវិញ្ញាណអាក្រក់ចេញពីលើអ្នកគ្រូនៅទីនេះខ្ញុំអាចរករបស់នោះណែណាទេតាមរយៈទឹកភ្នែករបស់មនុស្សនៅពេលខ្ញុំឃើញលោកបែបនេះខ្ញុំតក់ស្លុតខ្លាំងណាស់ព្រះជាម្ចាស់ខ្ញុំបានធ្វើអ្វីខ្ញុំមិនតាន់បានដោះស្រាយផ្លូវថាសួននៅឡើយទេហើយឲ្យមនុស្សប្រុសម្នាក់នេះមកស្លាប់នៅចំពោះមុខខ្ញុំអត់ទេខ្ញុំត្រូវតែរកផ្លូវជួយគេខ្ញុំអាចប្រើវិធីម្យ៉ាងជាអាកំបាំងដើម្បីជួយលោក
បានហើយអាកម៉ាស់មិនអាចយកទៅដឹងបានទេទោះបីខ្ញុំយកឈាមមកបន្សាបក៏ដោយខ្ញុំនៅតែមិនអាចរកពាក្យរបស់សានគុណបានដែរនៅក្នុងមួយគ្រានេះខ្ញុំនឹងរកវិធីដើម្បីជួយជីវិតរបស់លោកប៉ុន្តែយើងត្រូវរកមនុស្សដែលមានមួយខែនេះបើមិនដូច្នេះគ្មានអ្នកណាអាចជួយជីវិតរបស់លោកបានទេយើងទៅមកលោកតាសិនទេ ឡោះលោកតាលោកតាយ៉ាងម៉េចហើយលោកតាសួស្ដី យ៉ាពិតជាប្រកែកណាតែកុងមិនអីទេ លោកតាអ្នកគ្រូបានបំផ្លាញពួកវិញ្ញាណអាក្រក់ហើយដើម្បីជួយពួកយើង ស៊ីយូអរគុណសម្រាប់គ្រប់បែបយ៉ាងដែលឯងបានធ្វើល្អសម្រាប់គ្រួសារលោកពួកយើងគិតថាគ្រួសារលោករបស់យើងជាដើមឈើដែលខ្យល់មិនអាចបក់បោកបានទេទោះជាពួកគេមានបំណងវាយប្រហារមនុស្សជាច្រើនអ្នកក៏ដោយចៅប្រុសបានប៉ុន្តែឯងត្រូវតែអរគុណអ្នកមានគុណគ្រួសារលោកយើងណាបានកុំអារម្មណ៍អីមិនអីទេយើងមិនគិតថាមនុស្សអាក្រក់ពីរអ្នកនេះលេនវ៉ាន់ហើយនិងលូហ្វេគេពិតជាសែបគប់ជាមួយអ្នកក្រៅហើយមកបំផ្លាញគ្រួសាររបស់យើងព្រះជាម្ចាស់បានប្រទានក្មេងស្រីម្នាក់ឲ្យមកពួកយើងតាកាន់តែដណ្ដើមចាប់ពីថ្ងៃនេះទៅជាសំណាងរបស់ពួកយើងហើយគឺលែងកើតអីទៀតហើយអត់ទេលោកតាណាហើយចុះត្រូវសម្រេចចិត្តតាមនឹងតាសូមជូនពរសូមឯងជប់ជាមួយគូសកលក្នុងពេលឆាប់នេះប៉ុន្តែវាសនារបស់ឯងហើយវាសនារបស់ឯងពិតជាហើយលោកតាអ្នកគ្រូរបស់ខ្ញុំតែនិយាយថាដល់ដល់លោកតារកឃើញមនុស្សស្រីមកពីឋានសួគ៌ទាំង9ជាន់តែប្រិយផុតពីគ្រោះថ្នាក់ខ្ញុំអាចលើកជីវិតរបស់ខ្ញុំលោកពូឲ្យផុតពីគ្រោះថ្នាក់បាននៅពេលនោះអ្នកគ្រូរបស់ខ្ញុំអាចនៅជាមួយលោកពូរបស់ខ្ញុំណាអ្នកណាដឹងថានៅជាមួយអ្នកគ្រូបានទៅលោកតាតែនិយាយបែបនេះហើយណាចុះជប់បកកាយគ្នាទៅតើស្រីអ្វីដែលយ៉ាវនិយាយវាជាការពិតហើយចាខ្ញុំមិនបានគិតពីរឿងនេះទេព្រោះខ្ញុំមិនបានចាត់ការពួកអំពើអាក្រក់រួចនៅឡើយទេខ្ញុំត្រូវរកពាក្យរបស់សានគុណឲ្យឃើញសានគុណគ្រួសារសានគុណគឺជាគ្រួសារដែលមានភាពស្និទ្ធស្នាលជាមួយគ្រួសារលោកយើងជាមិត្តភក្តិស្និទ្ធស្នាលជាមួយនឹងគេឈ្មោះតកូលគេគឺហ្វូសានគុណគេមានកូនស្រីម្នាក់បានរៀបការរួចមកហើយនៅពេលនោះខ្ញុំស្ទើរតែឲ្យទៀនខ្លាយទៅជាកូនប្រសាររបស់គេទៅហើយបន្ទាប់មកខ្ញុំលើថាត្រូវគ្រោះថ្នាក់ចរាចរណ៍ស្លាប់អស់គេមិនដែលលើដំណឹងនេះសោះតើឲ្យទៅរកស្រីមកពីឋានសួគ៌9ជាន់ណាទៅនេះគ្រាន់តែជាដំណើររឿងរបស់ហ្វូជីងតែប៉ុណ្ណោះយើងមិនដឹងទេវាជារឿងមួយធម្មតាយើងមិនដែលលើរឿងនេះជាច្រើនឆ្នាំមកហើយខ្ញុំមិនដឹងថាស្រីម្នាក់នោះនៅឯណាទេមិនអីទេយ៉ាងហោចណាស់ក៏បានបំភ្លឺផ្លូវដែរនិយាយអញ្ចឹងហេតុអីក៏នាងរំភើបចិត្តជាងខ្ញុំមនុស្សប្រុសសាច់សាច់ម្នាក់នេះតែនិយាយគ្មានផលប្រយោជន៍ទេលោកពូនិយាយបែបនេះបានយ៉ាងម៉េចទេល្អណាស់ស្រីម្នាក់ឈ្មោះគូបានជួយគ្រួសាររបស់យើងច្រើនណាស់សូម្បីតែឯងក៏មិននឹកដល់ពីឈ្មោះរបស់នាងដែរគេជាមនុស្សប្រភេទណាទៅណោះលោកតាយើងទៅតែញ៉ាំអាហារពេលល្ងាចនៅផ្ទះទេហើយនៅតែធ្វើជាល្ងងទៀតយើងចាត់បន្ទប់សណ្ឋាគារទុកឲ្យឯងរួចរាល់ហើយឯងត្រូវនាំចៅស្រីគូទៅញ៉ាំអាហារនៅទីនោះទៅត្រូវតែសន្យានឹងយើងណាឆាប់ទៅភ្លាមទៅនាងតរងចាំខ្ញុំនៅខាងក្រៅសិនទៅលោកឲ្យខ្ញុំឆែកមើលស្ថានភាពរបស់អ្នកនាងគូខ្ញុំបានរកឃើញហើយអ្នកនាងគូពិតជាមកពីសំណាក់សាវយ៉ាវខ្ញុំយល់ហើយនិយាយអញ្ចឹងខ្ញុំបានយកទ្រព្យសម្បត្តិរបស់គ្រួសារលីនហើយដែរគេពិចារណាគ្រួសារលោកយើងឯងបាទសំទោសអ្នកនាងបន្ទប់នេះអ្នកនាងមិនអាចចូលបានទេខ្ញុំដឹងហើយអ្នកនាងមិនអាចចូលទៅបានទេនៅគឺជាបន្ទប់ផ្ទាល់ខ្លួនអ្នកនាងត្រូវចេញឲ្យឆ្ងាយទេឬក៏ឲ្យខ្ញុំហៅសិនទៅសក់មកអ្នកនាងមិនអ្នកនាងមកហើយដឹងថាខ្ញុំជាអ្នកណាទេនេះបញ្ជាក់ថាវិញ្ញាណកញ្ជ្រោងត្រូវបានដោះលែងចេញពីបងប្រុសទៀនខ្ញុំហើយបងប្រុសឯងដោះលែងគេហើយនេះមិនដឹងថាលោកគឺជារបស់អ្នកនាងយើងទេមនុស្សស្រីព្រៃផ្សាយនេះមកពីណានៅហ៊ានសម័យគិតឡើងតោមេឈើខ្ពស់ទៀតអ្នកទាំងអស់គ្នាកញ្ជ្រោងនេះហើយទើបត្រូវប្តីរបស់អ្នកបោះបង់ចោលឥឡូវគឺមិនដឹងធ្វើជាប្រពន្ធរបស់អ្នកណាទេបង្ខំឲ្យប្តីប្រពន្ធគេលែងគ្នាជាការពិតមែនទេពិតមែនហើយគេបានដណ្ដើមយកប្តីខ្ញុំហើយវាយកូននៅក្នុងពោះខ្ញុំឲ្យរលូតទៀតនាងចង់ឲ្យខ្ញុំលែងអ្នកបើខ្ញុំបដិសេធមិនលែងទេនាងរឹកមនុស្សឲ្យតាមសំណាក់ខ្ញុំនាងនិយាយថារឹកមនុស្សដើម្បីឲ្យប្លន់យកលុយពីខ្ញុំខ្លាចខ្លាំងណាស់ពេលនេះគូឲ្យខ្លាចណាស់ឈ្គត់តែម្នាក់ឯងទៅខ្ញុំខ្ជិលនិយាយជាមួយឯងណាខ្ញុំស្អប់បំផុតនៅក្នុងជាតិនេះមនុស្សស្រីដែលដណ្ដើមមិត្តប្រុសរបស់អ្នកដទៃថ្ងៃនេះយើងមិនអាចដោះលែងមនុស្សយកប្តីគេនោះទេមែនទេពួកយើងឆាប់វាយនាងទេឈប់ភ្លាមលោកហេតុអីលោកបាទីនេះនាងកំពុងធ្វើស្អីពួកយើងជួយលោកវាយមនុស្សស្រីលួចប្តីគេអ្នកណាគេលួចប្តីគឺនាងមិញនេះទើបតែដោះលែងលោកទេហើយលោកចង់នឹងការពារនាងទៀតខ្ញុំមិនដឹងថាមនុស្សលួចប្តីគេម្នាក់នេះមកពីណាទេនាងជាប្រពន្ធខ្ញុំមុននឹងនិយាយត្រូវដឹងការពិតផងទៅណានាងមកងាយគេពេកហើយនាងត្រូវដឹងចាញ់ហើយលោកខ្ញុំមិនអាចបាត់បង់ការងារនេះបានទេខ្ញុំមិនចង់និយាយទៀតទេតែឆ្ងាយទៅឆាប់ទៅត្រូវចាំទុកមនុស្សប្រភេទណាក៏ដោយមិនអាចមើលងាយនាងបានទេខ្ញុំមិនគិតថាសត្វសេចម្នាក់នេះមានអំណាចដល់ថ្នាក់នេះសោះឈិនម៉ៃនាងកំពុងធ្វើរឿងនេះម្ដងទៀតហើយបងប្រុសទៀនខ្ញុំ
ធ្វើបែបនេះដែលនាងហៅថាស្រឡាញ់នាងចូលចិត្តរកបញ្ហាឲ្យអ្នកដទៃម្ដងហើយម្ដង អត់ទេបងប្រុសមិនមែនជាការពិតទេ ឆាប់ចេញទៅខ្ញុំចង់ឃើញទេឆាប់ទៅ អត់ទេ ចេញទៅមិនអីទេមែនទេ ខ្ញុំមិនអីទេ ហេតុអីក៏នាងបន្តដៃនាងអាចឲ្យពួកគេធ្វើបាបនាងដោយរបៀបណា ខ្ញុំមិនវាយមនុស្សស្រីទេលោកលូមិនល្អហើយមនុស្សនៅឯសថាគារលូចាយរបស់យើងកំពុងសម្លាប់ដោយគ្មានមូលហេតុខ្ញុំនឹកថាគេមានរបស់ចម្លែកដាក់នៅម្ដុំនោះ លោកលោកមនុស្សម្នាក់នេះមិនបាញ់មិញមិនអីទេនាងតែផឹកបានបន្តិចស្រាប់តែនាងស្លាប់តែម្ដងទៅនេះយ៉ាងម៉េចហើយលោកលោកខ្ញុំបានបណ្ឌិតហើយមើលអាការៈធម្មតាទេគ្មានសារធាតុថ្នាំពុលអ្វីឡើយខ្ញុំគ្រាន់តែមិនដឹងថានាងត្រូវកាត់ខ្យល់កោឬក៏អត់ទេ កុំមើលទៅខាងនោះស្រីម្នាក់នេះមានធម៌ពលណាស់ដូច្នេះហើយលោកមើលមិនឃើញទេនេះមិនមែនជាបញ្ជាដែលអ្នកគ្រូបានហាមទេ យ៉ាងម៉េចច្បាស់ដែរទេ ច្បាស់ប៉ុន្តែខ្ញុំត្រូវសហការជាមួយលោកខ្ញុំត្រូវតែឲ្យលោកជួយខ្ញុំរកមនុស្សប្រុសនាគរីហើយនឹងមនុស្សមាន់កើ ធ្វើតាមនាងនិយាយទៅបាទលោកលោក បាញ់ចឹងខ្ញុំសូត្រមន្ត្រាសហការជាមួយបរិសុទ្ធនិងស្ត្រីជនបរទេសដែលមានឆ្នាំនាគរីនិងមាន់កើដើម្បីជួយដល់វិញ្ញាណបិសាចចេញពីគេសូមរកដល់នាងដឹងខ្លួនបានមិនអត់ឆ្នេះទេគ្រូសាលូរបស់លោកប្រកាសជាត្រូវអ្នកណាបំផ្លាញ បាទម៉េចពួកគេមកឲ្យលោកលោក លោកឈើនៅទីនេះម្នាក់ទៀតឈើនៅខាង ឆា ខា ប់ ង ទៅខ្នោះទៅ លោកមិនត្រូវកម្រើកទេដើម្បីបង្ក្រាបកំហឹងរបស់វិញ្ញាណអាក្រក់ តែនាងកំពុងធ្វើស្អីហ្នឹង លោកពូអ្នកមានស្លាប់បាត់ស្មារតីលោកពូគឺជាប្តីរបស់ នាងគឺជាប្រពន្ធរបស់ខ្ញុំ លោកពូយើងកំពុងតែជួយអ្នកមី នាងកំពុងតែជួយមនុស្សតាមមិនដែរទេហេតុអីមិនយកគាត់ទៅមន្ទីរពេទ្យនាងកំពុងធ្វើស្អីនៅទីនេះបើលោកចង់ឲ្យប្រពន្ធរបស់លោកស្លាប់មុនយកគាត់ទៅមន្ទីរពេទ្យទៅ លោកពូអ្នកមីពិតជាបន្តមិនល្អទេវាពិតជាយឺតពេលលោកពូត្រូវតែជឿពួកយើងទៅយើងកំពុងតែជួយ តែជួយដល់វិធីនេះហ៎ឲ្យខ្ញុំជឿអ្វីដែលនាងនិយាយថាមិនដែរទេទុកភាពលាប់ៗរបស់នាងធ្វើបែបនេះទៅខ្ញុំនឹងខលហាប់ប៉ូលីសណែលោកទូរស័ព្ទអស់ថ្មទៀតយ៉ាងไรយោ ណែស្គីមសូមចេញអនុភាពអធិរាជស្ដេចនាគរីនិងស្ដេចហ្វូនិចមន់កើមកបំផ្លាញវិញ្ញាណបិសាចភ្លាមមានរឿងអីកើតឡើងទៅ សួរអូនស្លាប់មែនទេក្មេងស្រីម្នាក់នេះបានជួយអូនណា ជួយខ្ញុំហ៎ខ្ញុំទើបតែចាំបានខ្ញុំទើបតែបានឃើញសញ្ញាក្រហមនៅម្ដុំនេះណាខ្ញុំគិតថាមានភាពរីករាយនៅក្នុងកាសនេះហើយជាក្តាស់នាំសំណាងនៅលើសញ្ញាតែនេះខ្ញុំមើលទាំងប្រយ័ត្នខាងមុខខ្ញុំមិនដឹងថាមានអ្វីនោះទេ អ្នកនាងតើមានអ្វីជាមួយនឹងក្មេងស្រីហ៎ ថាងតែអ្នកមិញរើសចឹកមកបានស្រេះវាហើយអ្នកដែលទទួលត្រូវបានបើកមុនពេលទទួលវាបាក់ខ្លួនវាដែលស្វ័យប្រព័ន្ធវាគឺជារបស់មនុស្សដែលរៀនវិជ្ជាមិនល្អហើយអាចដាក់ទៅលើអ្នកណាម្នាក់ លោកត្រូវឆែកមើលបរិវេណនៅទីនេះបាទលោក មិនបាច់ទេមនុស្សរបស់សួនមិនសាផតតាំងឲ្យຕົកនៅទីនេះទេប៉ុន្តែត្រូវតែមានចំណែកផ្សេងមកពីគ្រួសារលូរបស់លោកនាងគឺជាគ្រូមើលហុងស៊ុយតែមែនទេ នាងគឺ ខ្ញុំគឺជាសានទួនស៊ូស៊ូខ្ញុំគឺជាអ៊ំស្រីរបស់ឯងកាលពីឯងនៅតូចទើបតែប្រហែលឆ្នាំឥឡូវឯងធំពេញកំឡោះហើយសង្ហាថែមទៀតផងប៉ុន្តែគួរឲ្យស្ដាយប្អូនថ្លៃស្រីនិងប្អូនថ្លៃប្រុសរបស់ខ្ញុំបានស្លាប់ទៅហើយលោកតាបានឲ្យគ្រូទេជោគជ័យមកប្រាប់ខ្ញុំមកឯជាអ្នកណាដូចជាខុសហើយខ្ញុំខ្លាចទៅជាបែបនេះគួរអាណិតណាស់ក្មួយស្រីខ្ញុំទើបតែឮថាឯងចេះមើលហុងស៊ុយប្រាប់ការពិតខ្ញុំមកប្រហែលថ្ងៃនេះនៅក្នុងផ្ទះមីងមិនសូវជាសុខទេអស់ពេលរឿងមួយចូលរឿងមួយមីងចង់ជើញឯងទៅផ្ទះមីងនៅថ្ងៃស្អែកមីងនឹងឲ្យលុយឯងច្រើនណាស់ក្នុងពេលនេះខ្ញុំបានយកពាក្យសម្ដីរបស់សានគួនហើយថ្ងៃនេះខ្ញុំបានជួបគ្រូសាគួនដែលចែកដានតែមានបញ្ញាជាមួយគ្រូសាគួនតើមែនទេយ៉ាងល្អត្រូវតែមើលជាមុនសិនប្រហែលជាអាចដោះស្រាយបញ្ហានោះបានខ្ញុំប្រាំពិតជាអស្ចារ្យណាស់នេះគឺជាការធុរកិច្ចរបស់មីងសូមប្រើវាទៅជាមួយនឹងអាស្រ័យដ្ឋានផ្ទះរបស់មីងស្អែកនេះខ្ញុំនឹងចាំឯងនៅផ្ទះ យើងទៅសិនហើយណាពេលនេះអរគុណនាងហើយបើមិនចឹងទេគ្រួសារលោកមានវិបត្តិម្ដងទៀតហើយ សត្វសេចម្នាក់នេះកំពុងតែអរគុណខ្ញុំលោកទៅនិយាយថាអរគុណទាំងសោះក៏ក្រោះ នាងចង់បានអី មនុស្សប្រុសនេះប្លែកណាស់តែខ្ញុំចង់បានអ្វីទេខ្ញុំចង់វាយលោកមិនអីទេទៅផ្ទះទេ ចង់ស្លាប់តែមិនដែរទេ សុំទៅផងលើ សុំទោសហេខ្ញុំគិតថានាងដើរគ្មានភ្នែកទៅវិញទេហើយនាងមកសុំទោសហេនាងជាមនុស្សស្រីស្អាតដែរតើគួរតែនៅជាមួយនឹងខ្ញុំទៅណាតើយ៉ាងម៉េចដែរ អត់ទេខ្ញុំទៅសិនហើយ អេឈប់សិននាងដើរមកបុកអ្នកណាម្នាក់ហើយមិនសុំបីតែសុំទោសអញ្ចឹងហ៎ សុំទៅ ស្រីស្អាតគិតថាសុំទោសហើយចប់ហ៎ខ្ញុំគិតថានាងមើលទៅដូចជាមនុស្សស្រីនៅក្នុងរូបគំនូររបស់ខ្ញុំយល់ល្អណាស់ឈប់សិនអ្នកណាក៏ដោយគឺមិនអាចមកងារនេះបានទេឯងហ៊ានធ្វើបាបមនុស្សរបស់ខ្ញុំនៅក្នុងស្ថានភាពរបស់ខ្ញុំយ៉ាងម៉េចទៅចង់ស្លាប់ហ៎ គេកំពុងតែនិយាយថាខ្ញុំគឺជាមនុស្សរបស់គេ នេះឯងហ៊ានបើយើងផងឯងនឹងចាំអីទៀតវាយគេទៅ
អត់បានការ សាច់សេចម្នាក់នេះដូចជាមានទេពកោសល្យខាងបាយតាមគេតស៊ូព្រោះតែខ្ញុំត្រូវតែជួយលោកលូចាត់ការ មានអ្វីនៅទីនេះ គេបានលូកលាន់ខ្ញុំឲ្យគេស្លាប់ទៅមិនខុសទេលោកពិតជាវាយគេបានល្អណាស់មើលទៅគ្មានអ្នកណាហ៊ានចាត់ទុកលោកជាមុខសញ្ញានោះទេ នាងអាចដឹងទេថាគេជានរណា ខ្ញុំនឹងព្យាយាមមនុស្សប្រុសម្នាក់នេះកំពុងតែលាក់រឿងអាថ៌កំបាំងខ្ញុំមិនអាចគិតឲ្យបានច្បាស់ភ្លាមបានទេប៉ុន្តែខ្ញុំជឿថាគេប្រកាសជាមានជាប់ពាក់ព័ន្ធជាមួយនឹងសេចក្ដីមុខរ៉ាន់រ៉ារបស់ខ្ញុំ សាច់ច្បងរបស់នាង លោកមុនសេចក្ដីរបស់ខ្ញុំបានលួចរៀបវិជាខ្មៅដែលហាម5ហើយអ្នកគ្រូបានប្រាប់ខ្ញុំផ្ទាល់បន្ទាប់មកអ្នកបានដឹងការពិតនាងបានក្បត់ពីអ្នកគ្រូរត់ចេញពីសំណាក់ហើយនាងបានទៅបង្កើតសំណាក់អាថ៌កំបាំងនៅឯជើងភ្នំខ្ញុំបានរកឃើញមុខសញ្ញាតាំងតែពីពេលដែលខ្ញុំចុះពីលើភ្នំមកម្លេះទីបំផុតខ្ញុំបានរកឃើញផ្ទះរបស់លោកនឹងថាមានអ្វីកើតឡើងបន្ទាប់ទេ ដូច្នេះនាងមកដល់ផ្ទះខ្ញុំដើម្បីសងសឹកសាច់ច្បងរបស់នាងឯងដើម្បីឲ្យនាងគោរពច្បាប់ឋានសួគ៌មែនទេមិនមែននាងចង់រៀបការជាមួយគ្រួសារអ្នកមានទេនាងមានចេតនាមករកខ្ញុំ ការពិតតែសំណាក់សួនមិនជើមិនខ្វះពីភាពល្បីល្បាញនិងទ្រព្យសម្បត្តិអ្វីទាំងអស់យើងត្រូវតែស្វែងរកការពិតបើមិនមែនគ្រប់តាមច្បាប់ឋានសួគ៌ទេលោកអាចដោះស្រាយវាដោយខ្លួនលោកគិតថាខ្ញុំតាក់ទងជាមួយលោកព្រោះតែលុយមែ ណែ នទេ ខ្ញុំគ្រាន់តែសួរនាងទេណានាងដោះស្រាយទៅ អ្នកគ្រូនិយាយថាលោកត្រូវតែធ្លាក់ក្នុងអនុស្នេហ៍ជាមួយខ្ញុំដោយអស់ពីបេះដូងរបស់លោកឬនេះខ្ញុំគ្រាន់តែធ្វើតាមសម្ដីអ្នកគ្រូទេបើមិនចឹងទេខ្ញុំមិនមានឱកាសឡើយខ្ញុំសុខចិត្តរងចាំរហូតដល់ស្លាប់ តាមបណ្ដាសាររបស់សុនជាអ្វីហេតុអីក៏នាងនិយាយហើយនិយាយទៀត បណ្ដាសាសួនមិនគេត្រូវតែយកភាពយុត្តិធម៌ឲ្យមនុស្សនៅលើពិភពលោកហើយយកពួកជនអាក្រក់ទៅផ្ដន្ទាទោសប៉ុន្តែមនុស្សល្អតែងតែរងអំពើការធ្វើបាបគ្រប់យ៉ាងដូច្នេះត្រូវតែធ្វើអំពើល្អ ដូច្នេះនាងសន្យាជួយអ្នកមីងសានគុលទៅមើលហុងស៊ុយមិនមែនព្រោះតែខ្ញុំទេឬមួយនាងជួយខ្លួននាង មិនមែនលោកហើយក៏មិនមែនខ្ញុំដែរយើងត្រូវរក្សាភាពទទួលការពារសម្រាប់កិត្តិយសរបស់យើងមិនត្រូវធ្វើបាបឬបាត់បង់កេរ្តិ៍ឈ្មោះទេមិននឹងជួយលោកខ្ញុំត្រូវតែជួយខ្លួនខ្ញុំយល់ទេ តើនាងមានគុណធម៌អ្វីទើបនាងមានបំណងបែបនេះ មុននឹងយើងសង់ស្ពានយើងត្រូវតែធ្វើអំពើល្អមានចិត្តសប្បុរសជួយជីវិតទាំងអស់នេះហើយប៉ុន្តែអ្នកគ្រូខ្ញុំនិយាយថាលោកត្រូវតែបំពេញបំណងរបស់បណ្ដាសាឲ្យគ្រប់ទាំង3000សិន ប៉ុន្មានដង 3000ហ៎ ត្រូវហើយលះបង់ភាពលោភលន់ដើម្បីជួយជីវិតមនុស្សហើយនៅពេលមនុស្សអស់គុណលោកអស់ពីជំរឿនបេះដូងរបស់ពួកគេនៅពេលនេះហើយគឺជាគុណធម៌ខ្ញុំមិនរាប់ពីការសម្ដែងឲ្យឃើញនោះទេ សូមឲ្យវាមកខ្ញុំនៅក្នុងឈ្មោះរបស់កូស៊ីយូត្រូវតែលះបង់មហិច្ឆតាដើម្បីបរិច្ចាគដល់សង្គមប្រមូលផ្ដុំគុណធម៌ដើម្បីខ្លួនយើងដើម្បីជួយជីវិតមនុស្សគ្មានអ្វីទេកំសួរពីមូលហេតុអីបាទ នេះសាសេចម្នាក់ពិតជាបេប្រាក់ចុះក្នុងករណីរបស់ខ្ញុំ ធ្វើចឹងល្អទេ ប៉ុន្តែការបរិច្ចាគត្រូវតែធ្វើដោយខ្លួនឯង នេះអើយខ្ញុំជឿក្បាលរំបាញ់មិញនេះនាងនិយាយស្អីជាមួយនរណាគេ ម៉េចនេះលោកត្រូវគេវាយដោយសារមាត់អំពើលោកស្ទើរតែស្លាប់បាត់ទៅហើយ ស្ទើរតែស្លាប់ហ៎ខ្ញុំសម្រាប់មនុស្សយ៉ាងម៉េចទៅព្រោះអីខ្ញុំជាអ្នកកាន់សិលផងណា មនុស្សដែលបាត់បែកលោកមានស្គាល់មុខរបស់ពួកគេទេលោកគួរតែគោរពគេល្អជាងប៉ុន្តែណាស់ចាស់ខ្ញុំអត់បំបាក់គេឲ្យលោកហើយ អរគុណទេពធីតាបើមិនបានទេពធីតាទេខ្ញុំប្រកាសជាជាប់គុកហើយពេលនេះបានសងសឹកហើយសុំទោសមកពីខ្ញុំភើបចិត្តពេក នេះគឺជាគុណធម៌មួយផងដែរពួកមនុស្សទាំងនេះគ្មានប្រយោជន៍ទេគេមិនអាចចាត់ការមនុស្សស្រីតូចម្នាក់បានគូស៊ីជូស្រីចង្រៃខ្ញុំត្រូវតែរកវិជ្ជាបាយធ្វើឲ្យអញស្លាប់ឲ្យបានចាប់ទៅមើលចោះឯងផ្លត់ស្នៀតបដលទៀតហើយអ្នកគ្រូលើកទៅឲ្យខ្ញុំផងសូមអ្នកគ្រូតកឱកាសជាលើកចុងក្រោយខ្ញុំត្រូវរកវិជ្ជាបាយដើម្បីយកទ្រព្យសម្បត្តិគ្រួសារលូនិងគ្រួសារសានគាត់ឲ្យអ្នកបានមិនឲ្យពួកគេមានជីវិតនៅផែនដីទៀតទេដើម្បីឲ្យអ្នកគ្រូទទួលអនុភាពជោគជ័យចាត់ការគ្រួសារគាត់ត្រូវចាំថានេះគឺជាឱកាសចុងក្រោយរបស់ឯងបើមិនចឹងទេឯងមិនអាចទៅមកនៅទីនេះបានទេចា ពេលនេះខ្ញុំបានចំអិនទឹកស៊ុបមកហើយតែលោកមិនចូលចិត្តម្ហូបមួយណាទេហេតុអីក៏លោកមិនសាក់ភ្លក់ស៊ុបត្រីដែលខ្ញុំបានធ្វើដោយផ្ទាល់ដៃសិនទេនេះជាអ្វីដែលខ្ញុំបានរៀបការពីខ្ញុំនៅសំណាក់លើភ្នំទោះជាទឹកស៊ុបនេះមានអំណាចថោកតែវាមានរសជាតិ ស៊ុបត្រីនេះនាងធ្វើហ៎នាងដឹងដែរទេថាខ្ញុំអ្នកជួយចង់ធ្វើកម្រិតណាមកខ្ញុំមិនចូលចិត្តការប៉ិនប្រសើររបស់គេក៏មិនអាចឃើញនាងធ្វើដែរ មនុស្សសាស្ត្រសេចម្នាក់នេះពិតជាក្អេកក្អាក់ណាស់លោកមិនដឹងថាខ្ញុំធ្វើតាមនេះដោយវិធីណាបើមិនផឹកខ្ញុំផឹកខ្លួនឯងខ្ញុំបានរៀនធ្វើវាកាលពីខ្ញុំនៅក្នុងសំណាក់ការចំអិនគឺពិតជាមិនចាញ់ស្ថាគារនោះទេខ្ញុំគិតថាសាស្ត្រសេចម្នាក់នេះរើសចំណេញដល់ថ្នាក់នេះសោះណាស់ចាស់មិនហត់ក៏ហេតុទៅខ្ញុំហត់ឲ្យតោះតែអស់ ឲ្យមកខ្ញុំមក ខ្ញុំឆ្កេះមែនទេ រសជាតិរបស់វាឆ្ងាញ់ណាស់ទៅសម្រាប់ទៅហើយយកស៊ុបត្រីឲ្យខ្ញុំ ចាស់លោកប្រុស
លើក្រៅកំណត់ស្លឹកខ្ទឹមខ្ញុំមិនចូលចិត្តទេខ្ញុំមិនចូលចិត្តស្លឹក ខ្ញុំមិនចូលចិត្តទឹកខ្ទឹមទេខ្ញុំផឹកអស់តែម្ដងទឹកសុបមួយឆ្នាំពេញហើយកាពះលោកធំដល់ហើយលោកពូអ្នកគ្រូអ្នកទាំងពីរញ៉ាំដៃមិនបានហើយខ្ញុំបានយ៉ាងម៉េចទេខ្ញុំសុំទោសចាស់ចាស់ខ្ញុំគិតថាឯងបានញ៉ាំរួចហើយទើបខ្ញុំបានហៅឯងព្រះអើយអ្នកគ្រូមិនតាន់មានប្តីផងភ្លេចកូនសិស្សរបស់អ្នកគ្រូទៅហើយអត់ទេលោកពូមិនបានញ៉ាំទឹកសុបត្រីទេ អ្នកណាគេ ក្រែងលោកនេះហើយដែលញ៉ាំសុបត្រីអស់ហេតុអីលោកញ៉ាំអស់ទៅ3ចានមិនហើយលោកពូភ្លេចចង់ផឹកដែលធ្លាប់ធ្វើទឹកសុបឲ្យលោកពូកាលពីមុនហើយលោកពូខឹងហើយនិយាយថាលោកពូមិនញ៉ាំសុបត្រីទេ ពិតមែនណាអូមើលតានាងអាចញ៉ាំស៊ុបត្រីថ្មីម្ដងទៀត ព្រះអើយតែនេះគឺជាកម្លាំងវេទមន្តស្នេហ៍មែនទេ អ្នកនាងគូគ្រួសារកូនខ្ញុំរៀបចំរបស់ពិសេសសម្រាប់អ្នកនាងកុំគិតអំពីរបស់នេះអីខ្ញុំយល់ថានាងកំពុងតែជួយខ្ញុំនាងតែងតែនិយាយថាអរគុណខ្ញុំ អីចុះសត្វសេចម្នាក់នេះពិតជាចិត្តក្រាន់បាលោកអើយលោកពូពិតជាលើកដំកើងខ្លួនដល់ហើយ ទោះបីជាពូកែនិយាយដូចជាសត្វផ្សេងប៉ុន្តែខ្ញុំក៏មិនល្ងងដែរបើកវាទៅនាងចូលចិត្តឬក៏អត់ លោកពិតជាប្រកាសក្នុងចិត្តហើយឯង ប៉ុន្តែខ្ញុំគិតថានាងមកពីសំណាក់សុនមិននាងគួរតែចូលចិត្តវា ខ្ញុំគិតថាលោកពូពិតជាថាវាសំខាន់ខ្ញុំមិនគិតទេថាវាគឺជារបស់ដដែលដូចដឹកមុនអ្នកគ្រូរបស់ខ្ញុំក៏អាចធ្វើរបស់នេះបានដែរលោកពូនៅតែត្រូវការផ្ញើវាមកមែនទេ តាមពិតទៅខ្ញុំឆ្អែតហើយខ្ញុំទៅមុនហើយណា អ្នកណាឲ្យលោកចុះមក ខ្ញុំបានគួរទ្វារហើយប៉ុន្តែអ្នកនាងបិទទ្វារមិនចិន សុំលោកចេញទៅលោកចុះមកឲ្យមិនបិទទ្វារមិនល្អទេ ខ្ញុំគ្មានអីអ្វីទេអ្វីដែលចង់និយាយនោះគឺបាយមិញនៅពេលដែលខ្ញុំកំពុងញ៉ាំខ្ញុំមិនឲ្យថ្មនេះទៅនាងខ្ញុំមិនគិតថានាងធ្វើដោយខ្លួនឯងទេខ្ញុំតែងជាពិសេសគឺទុកសម្រាប់នាងតែប៉ុណ្ណោះណា មិនបាច់ទេ ហេតុអី ខ្ញុំមកពីសំណាក់សុនមិនរបស់ធម្មជាតិគឺមានច្រើនលោកទៅប្រាស់ខ្លួនឯងទៅមានតែពោះប្រាក់របស់ទាំងនេះវានឹងជាអត្តពលនៅសំណាងមកឲ្យជើង នាងអាចឈប់លេងសើចទៅបានទេហេតុអីក៏មិនចាប់អារម្មណ៍ មនុស្សសត្វស្អីម្នាក់នេះរករឿងទៀតហើយលោកយល់ច្រឡំហើយមនុស្សស្រីស្រឡាញ់របស់ទាំងនេះប៉ុន្តែច្បាប់នៅក្នុងសំណាក់របស់ខ្ញុំបញ្ហាជីវិតស្លាប់រស់គឺជារឿងសំខាន់ជាងយើងមិនតាន់ដោះស្រាយបញ្ហានេះរួចនៅឡើយទេ យកឬក៏មិនយកនាងមិនបានអរគុណហើយថែមទាំងមិនយកទៀតហេតុអីក៏នាងធ្វើបែបនេះជាមួយនឹងសត្វផ្សេងដូចជាខ្ញុំនាងសម្រាប់ទៅស្អែកនេះត្រូវតែមើលហងស៊ុយជាមួយនឹងខ្ញុំទៀតខ្ញុំមិនសួររបស់នេះនៅហាងទៀតទេនាងទុកវាជាមួយដើម្បីមើលហងស៊ុយទៅគ្រួសារលួរបស់យើងគ្រប់គ្រងនាងជានិច្ច ល្អមិនបញ្ញាពេកទេពេលនេះត្រូវដោះស្រាយបញ្ហាជីវិតស្លាប់រស់សិនខ្ញុំត្រូវគិតពីរឿងនេះ បើអញ្ចឹងនាងសម្រាប់ទៅ មនុស្សម្នាក់នេះនឹងគេនៅទីនេះមែនទេតើខ្ញុំអាចប្រកាសជាមួយគេបាច់យ៉ាងម៉េចទេបីសាច់ចុះខ្លួនគេទេដឹងអ្នកគ្រូមិនអាចបង្រៀនខ្ញុំពីពិធីនេះនៅឡើយទេ រាត្រីសួស្តី ថាប់ដៃខ្ញុំហើយពិតជាក្តៅមុខក្តៅមាត់ដល់ហើយមើលទៅសាស័យកំពុងតែបាក់ចិត្តមកលើខ្ញុំបន្តិចបន្តួចហើយ នៅខាងនឹងខ្ញុំមែនទេ ខ្ញុំអាចខឹងបាត់យ៉ាងម៉េចទេ ជាល្អកំលែងជាមួយភ្លើងអី លោកកុំនិយាយច្រើនដូចសាស័យបានទេត្រូវតែនៅឲ្យស្ងៀមលោកចេះថាប់ទេ ចេះ ការថាគួរតែថែបែបនេះបីសាចចង្រៃការប៉ັດធ្វើ
ឲ្យខ្ញុំចាញ់បោកយឺសាប់សោះនេះនឹងកើតអីហេតុអីក៏បាយខ្ញុំ ការពិតគឺលោកបើសិនជាលោកបានធ្វើអ្វីលើខ្ញុំនោះខ្ញុំត្រូវតែសម្លាប់លោក សម្រាប់ខ្ញុំហ៎ហេតុអី លោកដែលមានមុខមកសួរខ្ញុំថាហេតុអីទៀតតើលោកបានធ្វើអីមកលើខ្ញុំនៅពេលលោកចូលមកបន្ទប់របស់ខ្ញុំលោកបានធ្វើខុសច្បាប់របស់ទេពធីតាឋានសួគ៌ហើយតើលោកធ្វើអ្វីខុសជាមួយខ្ញុំទេ បន្ទប់របស់នាងហេតុអីក៏ខ្ញុំច្រឡំនាងគួរតែយល់ថានេះជាបន្ទប់របស់អ្នកណាគិតថាខ្ញុំច្រឡំមែនទេខ្ញុំគិតថានាងចង់វាយខ្ញុំ ខ្ញុំសុំទោសសម្រាប់រឿងនោះផងមកពេលខ្ញុំភ្ញាក់ផ្អើលពេកប៉ុន្តែយប់មិញខ្ញុំបានគេនៅក្នុងបន្ទប់របស់ខ្ញុំទេហេតុអីលោកចូលទៅក្នុងបន្ទប់របស់ នាងនៅជាមួយអ្នកណា ចាំខ្ញុំគិតមើលសិនណាហើយលោកសម្រាប់ចិត្តរបស់ខ្ញុំយាយយាយពិតជាបារម្ភពីលពូខ្លាំងណាស់យាយយាយកែលោកស្រួលទេអ្នកគ្រូអរុនសួស្ដីលោកពូយប់មិញផែនការរបស់ក្មេងស្រីតូចយ៉ាងម៉េចដែរយាយយាយខ្ញុំមិនអាចចាប់បានទេយ៉ាងម៉េចដែរអ្នកគ្រូនៅពូរបស់ខ្ញុំល្អដែរទេក្មេងស្រីកំហុយកុំប្រកែកបើភ្នែកបាច់មាត់ពេកប្រយ័ត្នអស់ថ្មិញលេខបាត់ទៅពីទៀតទេណាដឹងទេហេតុអីក៏មុខក្រហមខ្លាំងម្ល៉េះមើលទៅដូចជាត្រូវកំភ្លៀងរបស់អ្នកណា អូគឺមកពីទឹកម្ទេសនេះហិលពេកទៅដឹងអី ផ្លែកដល់ហើយ ផ្លែកអី ហេតុអីពេលថ្ងៃនេះលោកពូមើលទៅដូចជាស្លាក់មុខដល់ហើយមើលទៅគ្រប់យ៉ាងមិនដូចពីមុនទេពូកែខឹងហើយចង់តែវាយប៉ាត់គូឲ្យខ្លាចដល់ហើយ ពិតមែនណា ប៉ាត់មែនហើយ អាចទៅរួចទេដែលពីថ្ងៃនេះឯងលេខឆ្នាំរបស់ឯងទាំងពេលល្អណាស់ ឆាប់ទៅទេ ថ្ងៃនេះខ្ញុំធ្វើជាជំនួយការរបស់នាង អត់ទេខ្ញុំខ្លាចសាច់សាច់លោកព្រោះខ្លាចនៅពេលឆ្នាំអស់ប្រសិទ្ធភាពពេលនោះនឹងបង្កបញ្ នេះ ហាយ៉ាងម៉េចដែរល្អណាស់ទីបំផុតឯងបានមកហើយ មានរឿងអីកើតឡើងហ៎ ម្សិលមិញបន្ទាប់ពីយើងបែកគ្នាទៅយើងបានទៅដល់ផ្ទះមួយសន្ទុះស្រាប់តែលោកពូរបស់ឯងសន្លប់តែម្ដងហើយលោកគ្រូពេនក៏បានពិនិត្យសុខភាពរបស់គាត់ដែរគេថាមិនជឿអ្វីទេប៉ុន្តែគេនៅមិនទាន់ដឹងខ្លួននៅឡើយទេក្មួយស្រីឯងជួយពូឯងដូចជួយខ្ញុំទៅឲ្យតែគេបានដឹងខ្លួនណាពិបាកនិយាយណាស់ខ្ញុំទៅមើលអាការៈរបស់លោកពូសិនទឹកខ្ញុំសម្រេចចិត្តល្អហើយតោះទៅអ្នកមីងមានអ្វីម្យ៉ាងខុសនៅអាងទឹកមានបញ្ហាជាមួយអាងទឹកតើជាបញ្ហាស្អីទេបើខ្ញុំនិយាយត្រូវអាងទឹកនេះគួរតែបានរៀបចំមក3ឆ្នាំហើយបន្ទាប់ពីសាងសង់អាងទឹករួចធុរកិច្ចគ្រួសាររបស់អ្នកមីងបានដំណើរការទៅល្អគ្មានបាត់បង់អ្វីឡើយនេះអាចដឹងបានយ៉ាងម៉េចទៅអាងទឹកនេះនៅក្នុងផ្ទះអ្នកមីងវាមើលទៅដូចជាអាងទឹកធម្មតាការពិតទៅវាជាការលម្អបែបធម្មជាតិសម្រាប់គ្រួសារអ្នកមីងដែលមានសុភាសិតនិយាយថាទឹកគឺជាទ្រព្យសម្បត្តិជារតនសម្បត្តិតាំងពីបាសស៊ីវាមើលទៅវាគឺជាសម្រាប់ធម្មជាតិរបស់គ្រួសារអ្នកមីងប៉ុន្តែនៅពេលសាងសង់មកបានមួយរយៈវាមានការប្រែប្រួលខ្ញុំសូមប្រាប់រឿងនេះទៅចាស់នៅពេលណាខ្ញុំបានឃើញអាងទឹកនេះវាដូចជាមានសម្បល់ខ្មៅមួយម្យ៉ាងអណ្ដែតពីលើទឹកអញ្ចឹងទោះបីវាជាសម្រាប់ធម្មជាតិក៏ពិតមែនប៉ុន្តែវាប្រកាសជាមានអ្វីម្យ៉ាងដែលយើងស្មានមិនដល់នៅលីឡំនៅទីនេះ មិនបាច់ចាប់អារម្មណ៍និយាយអ្វីច្រើនពេកទេ ខ្ញុំកំពុងតាមដានរឿងនេះមក3ឆ្នាំហើយការពិតទៅមនុស្សទាំងនេះគឺពិតជាចង្រៃខ្លាំងណាស់មែនហើយលើកមុនអ្វីដែលពូឯងនិយាយគឺជាការពិតរឿងដែលលោកពូសម្រាប់ប្រកាសជាមានអ្វីម្យ៉ាងតាក់ទងជាមួយអាំងទេក្មួយស្រីឯងចង់បានន័យថាម៉េចក្រែងឯងទើបតែនិយាយថាជាកណៃល្អតើមែនដែរទីមែនហើយប៉ុន្តែវាក៏មានអ្វីម្យ៉ាងមកបង្កប់ខ្លួនពោះនៅទីនេះដែរ វាគ្មានប្រយោជន៍ទេ នេះគឺកូនឆ្កែចិញ្ចឹមរបស់សិស្សច្បាស់តាហេតុអីគេនៅទីនេះតើអាចទៅរួចទេដែលគេកំពុងតែស្វែងរកការសងសឹក ហេតុអីនេះមកផ្ទះរបស់ខ្ញុំ នេះជាផ្ទះរបស់លោកមែនទេនេះឯងស្គាល់គ្នា ម៉ា ដែរ ក់មិនខ្ញុំប្រាប់ម៉ាក់រួចហើយខ្ញុំត្រូវគេវាយដោយមានអាការៈមិនដឹងខ្លួនខ្ញុំស្ទើរតែសម្រាប់មនុស្សគឺបានគេជួយខ្ញុំ ម៉ាក់យល់ហើយម្សិលមិញម៉ាក់ក៏បានប្រាប់ឯងដែរម៉ាក់ក៏បាននាងជួយដែរណានាងបានជួយជីវិតរបស់ម៉ាក់ អស្ចារ្យណាស់នាងមើលទៅគ្រាន់តែជាមនុស្សស្អាតម្នាក់នាងជាអ្នកមានគុណរបស់គ្រួសារយើង ហៅថាសាងជាស្រីស្អាតហើយអ្នកមានគុណមិនត្រឹមត្រូវទេម៉ាក់បានមករៀនឯងហើយមែនទេត្រូវតែមានការយល់ដឹងណា បាទម៉ាក់អ្វីដែលនាងទើបតែនិយាយជាការពិតមែនទេនាងនិយាយថាបញ្ហារវាងអាងទឹកនិងម្ចាស់ផ្ទះនាងហ៊ានធ្វើឲ្យមានបញ្ហាយ៉ាងម៉េចទៅ
ម្នាក់នេះគឺជាលោកគ្រូសាយខាងហើយក៏គាត់ជាអ្នកសាងសង់អាងទឹកនេះឡើងដែរខ្ញុំក៏បានជិញគាត់មើលលោកគឺជាមនុស្សមានសមត្ថភាពយើងទាំងអស់គ្នាស្គាល់គាត់នៅពេលនេះអាងទឹកត្រូវបានបំផ្លាញហើយនៅពេលនេះវាមានកម្លាំងបិសាចនៅលេីឡាប់នៅទីនេះ ខ្ញុំគិតថានេះជាសិស្សរបស់គ្រូប្រភេទណាទៅបញ្ជាក់ថានេះមើលខ្សែភាពយន្តខ្មោចច្រើនពេកហើយអ្នកដឹងថាសមិទ្ធផលមួយនេះជាការងារខ្ញុំឆ្លាញ់ជាងគេទេហើយត្រូវចំណាយមាសប្រាក់និងពេលវេលាជាច្រើនឆ្នាំដែរតម្រាំតែវេលានិងសម្រស់ធម្មជាតិនេះកាត់ឡើងខ្ញុំជឿថាលោកស្រីសានគុណបានប្រាប់ពីអនុភាពនេះដល់នាងពេលនេះនាងត្រូវតែដឹងហេតុអីក៏នាងមកបំផ្លាញទឹកហេតុអីក៏លោកអះអាងខ្លាំងម្ល៉េះគឺជាការពិតទោះបីលោកម្ចាស់យ៉ាវសំណាក់យ៉ាវសៅក៏នៅខ្លាចយើងបីចំណុចដែរ ខ្ញុំគិតថាលោកមានសមត្ថភាពគេគ្រាន់តែមានអំណត់តែប៉ុណ្ណោះនៅក្នុងរឿងនេះសូមកុំបន្ទោសខ្ញុំថាខ្ញុំចេះណែនាំលោកអាងទឹកនេះពិតជាល្អមែនប៉ុន្តែលោកមិនគួរដាំរុក្ខជាតិគោកនៅក្នុងអាងទឹកទេយើងគួរតែដាំឈូករុក្ខជាតិទឹកខ្លះឲ្យវាមានផ្កាគឺដូចជាផ្កាជូបផ្ការំចាំផ្កាផលិតហើយដាំវាជាផ្នែកដូច្នេះលោកមិនត្រូវចំណាយលុយច្រើនពេក ហើយត្រូវដាំរុក្ខជាតិគោកចូលទៅក្នុងអាង បាននិយាយទៅរុក្ខជាតិគោកវានឹងមានជីវិតនៅក្នុងទឹកបានត្រឹមតែ3ឆ្នាំទេបន្ទាប់ពី3ឆ្នាំលោកមិនអាចរក្សាទ្រព្យសម្បត្តិរបស់លោកបានតទៅទៀតហើយរុក្ខជាតិគោកចាប់ផ្ដើមរលួយឬគល់ពុកដើមវាជាហុងស៊ុយមួយ ដែលហើបមែនទេខ្ញុំគិតថានាងកំពុងតែរកបញ្ហាកើតឡើងហើយពេលនេះសង្ស័យថានាងកំពុងព្យាយាមបោកប្រាស់គ្រួសារសានគុណ សុំទោសផងយើងមិនចង់រំខានទេសុំនិយាយពីការពិតទេលោកទៅទីនោះហើយមើលឲ្យច្បាស់តែមានកញ្ចក់ហុងស៊ុយនិងកាត់5ដុំដែរទេ បាទហ៎មែនហើយមែនពិតជាមានមែន លោកឃើញទេនេះគឺជាភ្នែករបស់វិញ្ញាណបិសាចមកបែងលោកស្រីម្ចាស់លោកម្ចាស់ដឹងខ្លួនហើយហ៎លោកគ្រូនិយាយថាលោកម្ចាស់មានជំងឺបេះដូងទៅសំណាប់មិនដឹងខ្លួនវាជាការចាក់មជុលនៅក្នុងបេះដូងទៅវិញទីហ៎វាដូចជាមានមជុលចាស់និងមានវិញ្ញាណបិសាចផ្សេងទៀត លោកប៉ាដឹងខ្លួនហើយ ប៉ុន្តែមានមជុលចាក់ចាប់កណ្ដាស់បេះដូងនៅច្រកខាងលិចនិងខាងត្បូងអាងទឹកទល់មុខបន្ទប់គេងរបស់លោកពូមានមនុស្សអាក្រក់ចាក់កំបិតមុខស្រួយកាប់នៅទីនោះត្រូវរកកំបិតឲ្យឃើញនោះជាមូលហេតុដែលធ្វើឲ្យលោកពូឈឺបេះដូង ទៅរកកំបិតនោះទៅពេលនេះលោកនៅមានអ្វីបោះស្រាយទៀតលោកមិនខ្មាស់សម្ដីទេយើងពិតជាសុំសរសើរអ្នកនាងដែលអស់ពីចិត្តណា ឈប់ធ្វើពុតទៀតទេអ្នកណាឲ្យលោកធ្វើបែបនេះ មិនមានអ្នកណាទេគឺខ្ញុំមិនដឹង បាទមិនឃើញក្តារមជុះលោកមិនស្រក់ទឹកភ្នែកទេបំបែក មានមនុស្សគំរាមខ្ញុំឲ្យខ្ញុំដាក់របស់ទាំងនេះនៅក្នុងទីនេះបើមិនធ្វើតាមគេលេងល្បិចជាមួយខ្ញុំធ្វើឲ្យជីវិតរបស់ខ្ញុំស្លាប់ទាំងវេទនាគឺគេបង្ខំខ្ញុំខ្លាំងណាស់ ក្បត់ខ្ញុំមើលថែឯងទាំងគ្រួសារបានល្អណាស់ឯងហ៊ានធ្វើអំពើអាក្រក់បែបនេះមកលើគ្រួសារជើង អាចក្រៃនេះកម្រិតណែនាងមិនអីទេមិនអីទេនេះគឺជាអ្វីដែលបងប្រុសខ្ញុំបានបន្សល់ទុកអាចារ្យឯងមានរបស់នេះបានដោយរបៀបតានេះជារបស់អ្នកគ្រូឲ្យខ្ញុំគាត់ប្រាប់ថានៅពេលគាត់រើសខ្ញុំយកទៅចិញ្ចឹមនៅពេលឡានធ្លាក់ចុះពីលើច្រាំងរបស់នេះគឺនៅចិត្តខ្ញុំធ្លាក់ពីលើច្រាំងគ្រោះថ្នាក់ឡានយូពេឯងគឺជាកូនស្រីរបស់ប្អូនប្រុសខ្ញុំ អ្នកមីងយល់ខុសហើយ បន្តោងនេះមានឆ្លាក់ឈ្មោះយូពេនៅក្នុងបន្តោងគឺជាជីវិតដូចសត្វហង្សទីបដែលជាងបានឆ្លាក់វានៅខាងក្នុងมันអាចចម្លងបានទេណាអត់ទេបើឯងគឺជាកូនស្រីរបស់ប្អូនខ្ញុំចុះនៅពេលនេះម្នាក់នោះគឺជាអ្នកណាมันអាចទៅរួចទេត្រូវតែធ្វើតេស្ត DNA ដើម្បីឲ្យដឹងការពិតតែអាចទៅរួចទេដែលម្ចាស់ហាងរួមកំណត់ជាមួយអ្នកបើកឡានបង្កឲ្យមានឧបទ្ទហេតុបែបនេះកើតឡើងនោះពិសោធន៍ឈីម កូនស្រីឯងគឺជាកូនស្រីរបស់ប្អូនប្រុសខ្ញុំកូនស្រីរបស់សានគួនចាន តើរឿងនេះទៅជាយ៉ាង ឈាម ណា គ្រួសារសាងគួនយើងទេត្រូវតែធ្វើឲ្យហ្វូនិចចូលទៅក្នុងដៃរបស់ឯងឲ្យចេញមកឈាមគ្រួសារសាងគួនយើងនឹងរត់មកចូលគ្នាវាមិនកុហកទេហាតើកំពុងតែសម្ដែងអ្វីហ្នឹងទីបំផុតឯងបង្ហាញខ្លួនហើយអត់ទេខ្ញុំមិនបានអ្នកខ្លួនហើយក៏បញ្ជូនពួកអត់បានការមកដែរល្បែងនេះមិនធ្វើឲ្យខ្ញុំពេញចិត្តពួកគេត្រូវតែបំផ្លាញទាំងអស់គឺជាសិស្សឆ្កែម្នាក់ដែលក្បាត់អ្នកគ្រូហើយក៏មកធ្វើអ្វីខ្ញុំចង់សម្រាប់ឯង អ្នកគ្រូខ្ញុំមិនឲ្យឯងទៅងាយទេបានខ្ញុំកំពុងតែរងចាំ